មទេសនាលោកគ្រូកូអិនកាថ្ងៃទី4ថ្ងៃទី4បានកន្លងផុតទៅហើយឥឡូវនេះអ្នកសល់តែ6ថ្ងៃទៀតទេដើម្បីចម្រើនកម្មដ្ឋានថ្ងៃទី4ពិតជាថ្ងៃសំខាន់ណាស់ពីព្រោះអ្នកបានចាប់ផ្ដើមបដិបត្តិវិបស្សនាមែនទែននៅថ្ងៃនេះ3ថ្ងៃមុនអ្នកគ្រាន់តែបានធ្វើការរៀបចំដើម្បីចូលមកក្នុងវិស័យវិបស្សនាចូលមកក្នុងវិស័យបញ្ញា6ថ្ងៃដែលនៅសល់ជាថ្ងៃសំខាន់ទាំងអស់ពីព្រោះដោយបានធ្វើការយ៉ាងម៉ត់ចត់យ៉ាងវាងវៃអ្នកនឹងបានតាំងស៊ុបនៅក្នុងបច្ចេកទេសនេះមានឯកទេសផ្ទាល់ហើយជាបច្ចេកទេសតែមួយគត់ក្នុងចំណោមបច្ចេកទេសចម្រើនកម្មដ្ឋានជាច្រើនគេអាចចាប់ផ្ដើមចម្រើនកម្មដ្ឋានដោយពិនិត្យពិចារណាអំពីអ្វីមួយអំពីផ្នែកមួយនៃគម្ពីរអំពីពាក្យសម្ដីនៃបណ្ឌិតឬអរិយបុគ្គលខ្លះអ្នកចេះតែខំពិនិត្យពិចារណាចិត្តរបស់អ្នកត្រូវបានទៅជាមូលឬមួយអ្នកប្រើពាក្យបរិកម្មអ្នកទន្ទិញឈ្មោះទន្ទិញពាក្យណាមួយទន្ទិញហើយទន្ទិញទៀតចិត្តអ្នកត្រូវបានទៅជាមូលល្អណាស់វាជួយអ្នកកាលណាអ្នកធ្វើចិត្តឲ្យមូលអ្នកនឹងឃើញថាការផ្លាស់ប្ដូរមួយបានកើតឡើងប៉ុន្តែមានតែនៅផ្ទៃខាងលើនៃចិត្តតែប៉ុណ្ណោះក្នុងឈានសមាធិយ៉ាងជ្រៅចិត្តមូលនេះអាចចូលបានជ្រៅបន្តិចដែរតែវាមិនអាចទៅដល់ទីជម្រៅនៃចិត្តបានទេផ្ទៃខាងលើនៃចិត្តដែលអ្នកចិត្តសាស្ត្របស្ចិមប្រទេសហៅថាចិត្តមានវិញ្ញាណឬចិត្តដឹងខ្លួនចិត្តនេះធ្វើការកាលណាអ្នកចម្រើនកម្មដ្ឋានដោយប្រើពាក្យបរិកម្មប្រើរូបភាពឬប្រឌិតសម័យរៀងរើអ្វីមួយវាមិនបានប៉ះទៅដល់ទីជម្រៅនៃចិត្តទេហើយបញ្ហាទាំងអស់របស់យើងស្ថិតនៅក្នុងទីជម្រៅនៅឫសគល់របស់ចិត្តកិលេសរបស់យើងមានឫសគល់វានៅទីជម្រៅខាងក្នុងទីនោះជាឃ្លាំងកិលេសហើយវាមានជីជាតិជាកិលេសច្រើនណាស់អ្នកអាចកាត់កិលេសពិសេសមួយនៅត្រង់មែកឬនៅត្រង់ដើមទៀតផងតែឫសគល់វានៅមានជានិច្ចហើយដរាបណាឫសគល់វានៅមាននៅឡើយដរាបនោះវាដុះលូតលាស់ទៀតបានវាអាចដុះលូតលាស់ជាថ្មីហើយរីកឡើងថែមទៀតអ្នកមិនអាចរួចរដោះពីកិលេសទាំងនោះបានទេនេះហើយជាការត្រាស់ដឹងរបស់ព្រះគោតមសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ដឹងជាព្រះពុទ្ធពីព្រោះទ្រង់បានឆ្វេងយល់ថាដរាបណាគេមិនទាន់បានគាស់រំលើងឫសគល់គ្រឿងសៅម៉ងរបស់គេផ្ទាល់ចេញទាំងស្រុងនៅឡើយទេដរាបនោះគេមិនទាន់បានរួចរដោះទេព្រះអង្គបានរកឃើញរបៀបដើម្បីនឹងគាស់រំលើងគ្រឿងសៅម៉ងទាំងអស់ចេញព្រះអង្គបានប្រើរបៀបនេះទ្រង់បានរួចរដោះរួចហើយដោយមេត្តាករុណានិងសុឆន្ទៈព្រះអង្គបានចែករំលែករបៀបនេះទៅឲ្យមនុស្សលោកយើងមានភ័ព្វវាសនាល្អណាស់ដោយបានចេះបច្ចេកទេសដដែលនឹងថ្ងៃនេះអ្នកខ្លះបានឈានជំហានទី1នៅលើមាគ៌ាវិបស្សនាអ្នកខ្លះបានមុជទៅក្នុងធម្មគង្គានៅខាងក្នុងទៅក្នុងគង្គានៃការពិតជាលើកដំបូងពុំនោះសោតតាំងពីពេលដែលកើតមកអ្នកបានចាប់ផ្ដើមមើលឃើញរបស់ទាំងឡាយនៅខាងក្រៅដោយភ្នែកបើកគ្រប់ពេលរបស់ទាំងឡាយនៅខាងក្រៅមានភាពសំខាន់ណាស់ចំពោះអ្នកមិនដែលរវល់ដឹងអំពីអ្វីដែលកំពុងតែកើតឡើងនៅខាងក្នុងសោះទេទោះបីអ្នកសាកល្បងចម្រើនកម្មដ្ឋានដោយធ្មេចភ្នែកក៏ដោយក៏អ្នកចម្រើនតែជាមួយនឹងរបស់នៅខាងក្រៅរបស់ដែលអ្នកបានអានបានឮបានឃើញតែប៉ុណ្ណោះអ្នកពិនិត្យពិចារណាអំពីរបស់ទាំងអស់នោះអ្នកមិនដែលបានសាកល្បងពិនិត្យមើលការពិតតាមភាពពិតរបស់វាទេនៅក្នុងក្របខ័ណ្ឌកាយតាមពិតភាពពិតរបស់វាផ្លាស់ប្ដូរជាប់ជានិច្ចគ្មានរបស់ណាមួយនៅនឹងថ្កល់មួយកន្លែងដែលអ្នកអាចផ្ចង់សតិទៅរកបាននោះទេការដឹងថាអ្វីទាំងអស់សុទ្ធតែផ្លាស់ប្ដូរជាការមានប្រយោជន៍ណាស់ឥឡូវនេះអ្នកកំពុងតែប្រែទៅជាមានសតិដឹងអំពីការផ្លាស់ប្ដូរនៅក្នុងក្របខ័ណ្ឌនៃកាយនេះហើយដែលភាសានាសម័យនោះព្រះពុទ្ធត្រាស់ហៅថានិច្ចំកាយဂតាសតិសតិគឺការដឹងរបស់អ្នកត្រូវតែនិច្ចាំង
គ្រប់វេលាហើយកាយកតានៅក្នុងក្របខ័ណ្ឌកាយអ្នកបានចាប់ផ្ដើមរៀនរបៀបដើម្បីរក្សាសតិដឹងរបស់អ្នកឲ្យនៅក្នុងក្របខ័ណ្ឌកាយជាមួយនឹងការពិតដែលកើតឡើងពីខណៈមួយទៅខណៈមួយពីខណៈមួយទៅខណៈមួយក្រោយមកកាលណាអ្នកបានរីកចម្រើននៅក្នុងបច្ចេកទេសនេះកាលណាអ្នកបានតាំងសុបនៅក្នុងបច្ចេកទេសនេះហើយនោះអ្វីៗដែលអ្នកធ្វើនៅក្នុងការរស់នៅរាល់ថ្ងៃរបស់អ្នកមិនភ្លេចការពិតនៅខាងក្នុងទេហើយអ្នកនឹងឃើញថាចិត្តមានលំនឹងល្អណាស់នៅគ្រប់ស្ថានភាពទាំងអស់វាមានលំនឹងល្អណាស់ឥឡូវនៅដំណាក់នេះអ្នកត្រូវតែរៀនរបៀបឲ្យមានសតិដឹងអំពីការពិតនៅក្នុងក្របខ័ណ្ឌកាយតាមរយៈការពិសោធន៍តាមភាសាព្រះពុទ្ធភាសានៃប្រទេសឥណ្ឌានាសម័យនោះគេប្រើពាក្យវេទនីវេទនីមានន័យថាការពិសោធន៍ការស្ទង់ដឹងការសោយអារម្មណ៍អ្នកមិនគ្រាន់តែស្រមៃប្រឌិតទេអ្នកមិនគ្រាន់តែត្រេះរិះតាមប្រាជ្ញាឆ្លៀសវៃទេអ្នកពិសោធន៍ឃើញពិតអ្នកស្ទង់ឃើញវេទនាពិតតាមការជាក់ស្ដែងនេះគឺវេទនានេះហើយជាកិច្ចការដែលអ្នកបានចាប់ផ្ដើមធ្វើគឺការស្ទង់ឃើញការពិតពីក្បាលដល់ចុងជើងពីក្បាលដល់ចុងជើងមិនត្រូវភ្លេចមូលដ្ឋាននេះទេអ្នកត្រូវរក្សាសតិដឹងអំពីវេទនានេះនៅក្នុងក្របខ័ណ្ឌកាយអ្នកទើបនឹងបានឈានជំហានទី1ប៉ុណ្ណោះមានសំណួរដូចគ្នាជាច្រើនអំពីបច្ចេកទេសនេះដែលកើតឡើងនៅក្នុងចិត្តសិស្សសំណួរទាំងនេះអាចនឹងកើតឡើងនៅក្នុងចិត្តរបស់អ្នកដែរឥឡូវនេះយើងគួរតែដោះស្រាយសំណួរទាំងនេះចុះសំណួរមួយដែលចេះតែកើតឡើងគឺថាហេតុអ្វីបានជាខ្ញុំត្រូវបង្ខិតសតិពីក្បាលដល់ចុងជើងទោះបីសតិរបស់ខ្ញុំនៅមួយកន្លែងក៏ដោយខ្ញុំក៏អាចស្ទង់ដឹងរបស់ដែលកើតឡើងនៅត្រង់នេះឬនៅត្រង់នោះបានដែរគេនិយាយថាជាការពិនិត្យមើលដោយឥតជំរឿសដោយមិនប្រឹងប្រែងដោយទុកឲ្យអ្វីៗកើតឡើងខ្ញុំពិនិត្យមើលដូច្នេះហេតុអ្វីបានជាខ្ញុំត្រូវតែបង្ខិតសតិទៅមុខនេះជាសំណួរត្រឹមត្រូវល្អណាស់ប៉ុន្តែចូលយល់ថាអ្នកត្រូវតែបង្ខិតសតិទៅមុខនេះមិនមែនគ្រាន់តែដើម្បីបំពេញចិត្តប្រពៃណីពិសេសណាមួយទេវាមានគោលដៅផ្ទាល់របស់វាបើអ្នកមិនបង្ខិតសតិទៅមុខទេនោះកាលណាអ្នកស្ទង់ឃើញវេទនាយ៉ាងខ្លាំងវេទនាតានតឹងនៅកន្លែងណាមួយសតិអ្នកនឹងស្ទុះទៅកន្លែងនោះភ្លាមនោះមានអ្វីផ្សេងកើតឡើងនៅកន្លែងមួយផ្សេងទៀតហើយសតិអ្នកនឹងស្ទុះទៅកន្លែងនោះទៀតអ្នកនឹងស្ទុះពីផ្នែកមួយទៅផ្នែកមួយអ្នកស្ទង់ឃើញតែវេទនាក្រោធក្រៀតវេទនាខ្លាំងក្លាវេទនាកករឹងតែប៉ុណ្ណោះផ្នែកជាច្រើននឹងត្រូវបានផ្លោះរំលងចោលអ្នកមិនបានស្ទង់ឃើញមិនបានពិនិត្យមើលវាហើយភ្លេចវេទនាល្អិតល្អន់ដែលមានភាពលើសលប់គេនៅត្រង់ផ្នែកទាំងនោះចិត្តអ្នកនឹងស្ថិតនៅយ៉ាងក្រោធក្រៀតចិត្តអ្នកនឹងអាចស្ទង់ឃើញតែវេទនាក្រោធក្រៀតតែប៉ុណ្ណោះអ្នកមិនអាចបង្ហាត់វឹកវើវាឲ្យស្ទង់ឃើញវេទនាល្អិតល្អន់ដែលមាននៅទីនោះនៅត្រង់ផ្នែកផ្សេងទៀតនៃកាយបានទេពីព្រោះអ្នកធ្វើការតែជាមួយនឹងវេទនាខ្លាំងក្លាជាដរាបដូច្នេះការបង្ខិតសតិជាការសំខាន់ណាស់ហេតុសំអាងមួយគឺថាកាលណាអ្នកធ្វើដំណើរនៅលើមាគ៌ាវាមានដំណាក់សំខាន់ហើយគេត្រូវតែឆ្លងកាត់តាមដំណាក់ទាំងនោះក្នុងចំណោមដំណាក់ទាំងនោះមានដំណាក់មួយសំខាន់ណាស់គឺថាអ្នកត្រូវទៅឲ្យដល់ដំណាក់មួយដែលស្ទង់ឃើញវេទនានៅពាសពេញកាយនៅគ្រប់ផ្នែកនៃកាយមានវេទនាមួយនៅគ្រប់ជនភាគនៃកាយមានវេទនាមួយគ្រប់ខណៈនៅពេលណាដែលមានជីវិតនៅគ្រប់កន្លែងណាដែលមានជីវិតវាមានវេទនាមួយអ្នកត្រូវតែខំធ្វើចិត្តឲ្យបានឆាប់ចាប់អារម្មណ៍ធ្វើចិត្តឲ្យមុតបើធ្វើមិនបានទេអ្នកមិនអាចនឹងស្ទង់ឃើញវេទនានៅគ្រប់ទីកន្លែងបានឡើយអ្នកនឹងមិនបានទៅដល់ដំណាក់សំខាន់នេះទេដើម្បីគោលដៅនេះអ្នកត្រូវតែបង្ខិតសតិតទៅរួចហើយមានសំណួរមួយទៀតបើយើងត្រូវបង្ខិតសតិទៅមុខយើងបង្ខិតហើយប៉ុន្តែតើហេតុអ្វីក៏ត្រូវធ្វើតាមលំដាប់លំដោយពិសេសនេះចម្លើយគឺថាមិនជាការចាំបាច់ថាត្រូវទៅធ្វើការតាមរបៀបពិសេសនេះទេបើរបៀបនេះមិនសមស្របតាមអធិស្ឋានរបស់អ្នកទេហើយមានរបៀបណាមួយផ្សេងទៀតសមរម្យចំពោះអ្នក
ចូលធ្វើការតាមរបៀបនោះចុះអ្នកអាចធ្វើការតាមលំដាប់លំដោយណាមួយក៏បានដែរប៉ុន្តែសូមរក្សារបៀបនោះទុកពីព្រោះបើអ្នកមិនបង្ខិតតាមលំដាប់លំដោយបង្ខិតហើយបង្ខិតទៀតដដែលទេនោះអ្នកមិនអាចនឹងដឹងផ្នែកខ្លះដែលអ្នកបានផ្លោះរំលងចោលនោះឡើយហើយដូចជាខ្ញុំបាននិយាយរួចមកហើយយើងមិនចង់ឲ្យអ្នកផ្លោះរំលងផ្នែកណាមួយនៃកាយឡើយដូច្នេះការបង្ខិតសតិតាមលំដាប់លំដោយជាការសំខាន់ណាស់សំណួរអំពីការបដិបត្តិមួយទៀតគឺថានៅពេលដែលខ្ញុំកំពុងតែបង្ខិតសតិតាមលំដាប់លំដោយហើយបានទៅដល់ផ្នែកណាមួយស្រាប់តែមានវេទនាខ្លាំងក្លាមួយចាប់ផ្ដើមឡើងនៅត្រង់ផ្ទៃមួយដែលខ្ញុំបានឆ្លងកាត់ផុតមកហើយឬក៏នៅត្រង់ផ្ទៃមួយទៀតដែលខ្ញុំមិនទាន់បានទៅដល់តើខ្ញុំត្រូវលោតផ្លោះទៅរកផ្ទៃនោះឬយ៉ាងដូចម្តេចចម្លើយថាទេមិនបានទេមិនត្រូវធ្វើដូច្នោះទេពុំនោះសោតអ្នកត្រូវតែរត់ពីវេទនាខ្លាំងក្លាមួយទៅរកវេទនាខ្លាំងក្លាមួយទៀតពីផ្នែកនៃកាយមួយទៅផ្នែកនៃកាយមួយទៀតមិនមែនតាមលំដាប់លំដោយទេអ្នកនឹងត្រូវរំលងផ្នែកជាច្រើននៃកាយហើយអ្នកនឹងត្រូវបាត់វេទនាល្អិតល្អន់ជាពុំខានអ្នកមិនអាចបង្ហាត់វឹកវើចិត្តអ្នកឲ្យស្ទង់ឃើញវេទនាល្អិតល្អិតដែលជាផ្នែកមួយយ៉ាងសំខាន់នៃបច្ចេកទេសនេះបានឡើយខ្ញុំបានឃើញគេធ្វើការដោយព្រាវពិនិត្យមើលវេទនាក្រោធក្រៀតអស់រយៈពេលជាច្រើនឆ្នាំក្រោយការបដិបត្តិគេឥតបានទៅដល់ដំណាក់ដែលគេអាចស្ទង់ឃើញវេទនាគ្រប់បែបយ៉ាងទាំងអស់ទេជាពិសេសវេទនាល្អិតល្អន់ទាំងឡាយរចនាសម្ព័ន្ធកាយទាំងមូលកើតមកពីការផ្សំបញ្ចូលគ្នានៃកលបៈអំពីជនភាពអដ្ឋបរមាណូនីមួយដែលគ្មានអ្វីក្រៅពីកូនរលកតូចឡើយនៅក្នុងលោកកាយនេះគ្មានភាពកករឹងទេវាសុទ្ធតែកូនរលកតូចទាំងអស់អ្នកវិទ្យាសាស្ត្រសម័យទំនើបនិយាយថាដូច្នេះព្រះពុទ្ធបានត្រាស់សម្ដែងថាដូចគ្នាដែរគឺវាមានតែការឆេះនឹងភាពញ័រសកលលោកទាំងមូលជាការឆេះនឹងភាពញ័រតែប៉ុណ្ណោះព្រះអង្គបានពិសោធន៍ឃើញហើយទ្រង់បានសម្ដែងអំពីការពិសោធន៍របស់ព្រះអង្គផ្ទាល់អ្នកវិទ្យាសាស្ត្រយល់រឿងនេះតាមប្រាជ្ញាឆ្លៀសវៃយើងមិនប្រឆាំងនឹងវិទ្យាសាស្ត្រឬអ្នកវិទ្យាសាស្ត្រសម័យទំនើបទេគេបានបំពេញតួនាទីរបស់គេក្នុងការបម្រើមនុស្សជាតិប៉ុន្តែបើអ្នកចង់យល់ច្បាប់ធម្មជាតិដល់ទីជម្រៅអ្នកត្រូវតែមានការពិសោធន៍ដោយចំពោះអំពីច្បាប់ធម្មជាតិហើយការពិសោធន៍ដោយចំពោះនេះអាចធ្វើទៅបានលុះត្រាតែអ្នកស្ទង់ឃើញទាំងស្រុងនៅអ្វីទាំងអស់ដែលកើតឡើងនៅក្នុងក្របខ័ណ្ឌកាយគ្រាន់តែធ្វើការជាមួយនឹងវេទនាក្រោធក្រៀតវេទនាខ្លាំងក្លាអ្នកមិនអាចយល់ច្បាប់ធម្មជាតិដល់ទីជម្រៅបានទេហេតុដូច្នេះហើយជាការសំខាន់ណាស់អ្នកត្រូវតែបង្ខិតសតិតាមលំដាប់លំដោយអ្នកបានទៅដល់កន្លែងមួយហើយមានវេទនាខ្លាំងក្លាខ្លះបានចាប់ផ្ដើមឡើងនៅក្នុងផ្ទៃដែលអ្នកបានឆ្លងកាត់រួចមកហើយផ្នែកមួយនៃចិត្តបានដឹងអំពីវេទនានេះប៉ុន្តែចូលចេះតែខិតទៅមុខតទៅទៀតហើយនៅជុំបន្ទាប់កាលណាអ្នកបានមកដល់កន្លែងនេះទៀតបើវេទនាខ្លាំងក្លានេះនៅតែមាននោះចូលពិនិត្យមើលវាទៅបើវាបាត់ទៅវិញគឺវាបាត់ហើយចូលចេះតែបង្ខិតសតិទៅមុខតាមលំដាប់លំដោយតទៅសំណួរមួយទៀតដែលចេះតែកើតឡើងគឺថាតើខ្ញុំត្រូវប្រើរយៈពេលអស់ប៉ុន្មានដើម្បីបង្ខិតសតិពីក្បាលទៅដល់ចុងជើងចំពោះរឿងនេះគ្មានកំណត់ពេលទេគឺផ្លូវកណ្ដាលនៅដំណាក់នេះអ្នកមិនត្រូវធ្វើឲ្យលឿនពេកទេគឺថាក្នុងមួយដង្ហើមអ្នកមិនត្រូវបង្ខិតសតិពីក្បាលដល់ចុងជើងទេអ្នកនឹងត្រូវលោតរំលងរបស់ច្រើនណាស់ឬក៏មិនត្រូវធ្វើយឺតពេកដែរមួយចំណុចម្ដងនោះវាត្រូវតែប្រើអស់ពេលច្រើនម៉ោងជាប់គ្នាអ្នកនឹងទៅជាធុញទ្រាន់ហើយមិនអាចនឹងធ្វើការបានឡើយដូច្នេះ10នាទីក្នុងមួយជុំជាការគ្រប់គ្រាន់ហើយឬក៏យូរជាងនេះបន្តិចក៏មិនអីដែរសំណួរមួយទៀតតើផ្ទៃទំហំប៉ុណ្ណាក្នុងម្ដងជាដំបូងនៅពេលដែលអ្នកចាប់ផ្ដើមធ្វើការ2ឬ3អ៊ីនជ5ឬ7សង់ទីម៉ែត្រគ្រប់គ្រាន់ហើយប៉ុន្តែជួនកាលវាប្រែទៅជាស្ទុះអ្នកមិនអាចស្ទង់ឃើញអ្វីសោះចិត្តវាក្រោធក្រៀតពេក
ហើយវេទនាមានសភាពល្អិតល្អន់ពេកអ្នកមិនអាចស្ទង់ឃើញវាឡើយក្នុងករណីនេះចូលយកផ្នែកធំដូចជាក្បាលទាំងមូលមុខទាំងមូលដើមទ្រូងទាំងមូលពោះទាំងមូលហើយបង្កើតសតិតាមផ្នែកធំទាំងនោះទៅអ្នកស្ទង់ឃើញវេទនានៅទីណាមួយល្អហើយចូលចេះតែបង្ខិតទៅមុខរួចហើយបន្តិចម្ដងអ្នកនឹងឃើញថាអ្នកមានវេទនានៅគ្រប់ទីកន្លែងអ្នកនឹងមានវេទនានៅត្រង់ចំណុចយ៉ាងតូចបំផុតអ្នកត្រូវតែធ្វើការដោយអំណត់ឲ្យមែនទែនសំណួរមួយទៀតដែលគេចេះតែចោទសួរគឺថាតើយើងស្ទង់ឃើញវេទនាត្រឹមតែផ្ទៃខាងលើនៃកាយឬក៏នៅខាងក្នុងផងដែរនៅដំណាក់នេះកាលណាអ្នកបានចាប់ផ្ដើមបដិបត្តិបច្ចេកទេសគួរតែធ្វើការនៅផ្ទៃខាងលើជាមុនសិនក្នុងរយៈពេល10ថ្ងៃនេះអ្នកខ្លះភាគច្រើនអាចបានទៅដល់ដំណាក់មួយដែលអាចទម្លុះចូលទៅខាងក្នុងបានយ៉ាងជ្រៅអ្នកនឹងស្ទង់ឃើញវេទនានៅគ្រប់ទីកន្លែងទាំងខាងក្រៅទាំងខាងក្នុងប៉ុន្តែមិនមែនឥឡូវនេះទេជាដំបូងចូលធ្វើចិត្តអ្នកឲ្យខ្លាំងឲ្យបានមុតគ្រប់គ្រាន់ដើម្បីស្ទង់ឃើញការពិតនៅផ្ទៃខាងលើពិតមែនហើយក្នុងករណីខ្លះវាគ្រាន់តែបានកើតឡើងដោយឯងតែប៉ុណ្ណោះសិស្សខ្លះចូលមកហើយនិយាយថាគេបានស្ទង់ឃើញអ្វីមួយនៅខាងក្នុងមិនជាការទាស់ខុសអ្វីទេបើអ្វីមួយកើតឡើងដោយឯងគឺវាកើតឡើងហើយប៉ុន្តែនៅដំណាក់នេះអ្នកត្រូវតែធ្វើការដោយចេតនានៅផ្ទៃខាងលើនៃកាយចំណុចមួយដែលអ្នកត្រូវតែដឹងឲ្យច្បាស់គឺថាតើវេទនាជាអ្វីបើពាក្យវេទនាមិនច្បាស់នៅក្នុងចិត្តអ្នកទេអ្នកគ្រាន់តែស្វែងរករបស់អ្វីមួយអ្នកអាចនឹងស្ថិតនៅក្នុងការច្របូកច្របល់វាងាយណាស់ចូលយល់ឲ្យច្បាស់ខ្ញុំចេះតែនិយាយដដែលថាវេទនាគឺអ្វីដែលអ្នកពិសោធន៍ឃើញនៅលើកាយឧបមាថាអ្នកស្ទង់ឃើញធាតុក្តៅដំណើរបែកញើសនេះជាវេទនាអ្នកស្ទង់ឃើញដំណើរញ័របេះដូងដំណើរជីបចរភាពញ័រភាពបន្លាមុតភាពធ្ងន់ភាពស្រពន់អ្វីក៏ដោយដែលអ្នកស្ទង់ឃើញនៅលើកាយជាវេទនាទោះបីមានការពន្យល់ដដែលក៏ដោយជួនកាលការពិបាកបានកើតឡើងកាលណាគេមិនចង់យល់ថាតើវេទនាជាអ្វីគេចេះតែខំស្វែងរករបស់អ្វីមួយជាញឹកញយណាស់យើងបានជួបប្រទះនឹងករណីជាច្រើនដែលមានអ្នកខ្លះនិយាយថាទេលោកគ្រូខ្ញុំគ្មានវេទនាណាមួយទេដូចជានៅថ្ងៃស្អែកនៅពេលដែលគ្រូជំនួយពិនិត្យមើលអ្នកគាត់នឹងសួរថាតើអ្នកមានវេទនាណាមួយឬទេហើយវាច្បាស់ជាមានម្នាក់ក្នុងចំណោមអ្នកអាចនឹងឆ្លើយថាទេខ្ញុំគ្មានវេទនាទេហើយសំណួរទី2ដែលគាត់នឹងសួរគឺថាតើអ្នកអាចអង្គុយ1ម៉ោងជាប់ដោយគ្មានប្រែអង្គុយបានឬទេមិនបានទេលោកគ្រូខ្ញុំត្រូវទៅប្រែអង្គុយច្រើនដងណាស់តើមកពីហេតុអីវាមានការឈឺចុកចាប់ជាខ្លាំងលោកគ្រូវាមានការឈឺចុកចាប់ជាខ្លាំងតែគ្មានវេទនាទេវាគ្មានវេទនាណាមួយដែលអាចខ្លាំងក្លាជាងការឈឺចុកចាប់នេះទៀតទេប៉ុន្តែនៅតែមានសិស្សម្នាក់និយាយថាគ្មានវេទនាទេពីព្រោះគេខំស្វែងរករបស់អ្វីមួយគេខំស្វែងរករបស់ពិសេសមួយភាពបៃតេភាពអណ្ដែតអណ្ដូងអស្ចារ្យណាស់ខ្ញុំបានចូលមកចម្រើនធម៌នេះគឺដើម្បីនឹងពិសោធន៍បៃតេតើការឈឺចុកចាប់នេះជាអ្វីខ្ញុំមកទីនេះដើម្បីពិនិត្យមើលការឈឺចុកចាប់នេះឬខ្ញុំមិនមែនមកទីនេះដើម្បីការឈឺចុកចាប់ទេខ្ញុំធ្លាប់មានការឈឺចុកចាប់នៅក្នុងជីវិតរបស់ខ្ញុំរួចទៅហើយហេតុអីក៏ខ្ញុំមកទីនេះដើម្បីនឹងមើលការឈឺចុកចាប់អ្នកខំស្វែងរករបស់អ្វីមួយវាពិបាកណាស់សូម្បីតែនៅពេលចម្រើនអាណាបានៈក៏នៅតែមានរឿងនេះកើតឡើងដែរនៅថ្ងៃទី2ឬទី3កាលណាគេសួរអ្នកថាតើមានវេទនាណាមួយនៅត្រង់ផ្ទៃក្រោមរុនច្រមុះឬបបោមាត់លើឬទេមានអ្នកខ្លះឆ្លើយថាទេគ្មានវេទនាទេលោកគ្រូហើយគេក៏យកដៃទៅអេះត្រង់ផ្ទៃនេះតើធ្វើអីនឹងវាគ្រាន់តែរមាស់បន្តិចបន្តួចនៅត្រង់នេះចំពោះអ្នកនេះរមាស់មិនមែនជាវេទនាទេមានអ្នកខ្លះចូលមកហើយនិយាយប្រាប់ខ្ញុំថាលោកគ្រូខ្ញុំមានការឈឺចុកចាប់ច្រើនណាស់មានភាពគៀបសង្កត់ភ
ភាពធ្ងន់ធាតក្តៅដំណើរបែកញើសដំណើរបេះដូងញ័រមានអ្វីទាំងអស់ដែលលោកគ្រូរៀបរាប់ប៉ុន្តែខ្ញុំគ្មានវេទនាសោះគ្មានវេទនាសោះពីព្រោះចំពោះគេទាំងនេះមិនមែនជាវេទនាទេគេកំពុងតែស្វែងរករបស់អ្វីមួយជាពិសេសខ្ញុំនឹកឃើញរឿងមិត្តរបស់ខ្ញុំម្នាក់ជាដរាបរាប់សិបឆ្នាំកន្លងមកហើយពេលដែលខ្ញុំចូលទៅរួមធម្មសិក្សាជាលើកទី1ក្នុងធម្មសិក្សាមួយដូចជាធម្មសិក្សានេះពេលដំបូងមានការពិបាកខ្លាំងណាស់នៅថ្ងៃទី2ខ្ញុំបានរៀបចំអីវ៉ាន់រួចស្រេចទៅហើយដើម្បីនឹងរត់គេចចេញពីធម្មសិក្សាខ្ញុំគិតក្នុងចិត្តថានេះមិនមែនសម្រាប់ខ្ញុំទេខ្ញុំកើតនៅក្នុងសហគមន៍អ្នកជំនួញដែលមានមនុស្សចិត្តវាយវេហើយមានកលល្បិចមិនល្អបច្ចេកទេសនេះគឺសម្រាប់តែមនុស្សធម្មតាដូចជាគ្រូបង្រៀនឬសាស្ត្រាចារ្យឬមនុស្សមានរបៀបដែលជាមនុស្សល្អខ្ញុំមិនអាចធ្វើយ៉ាងនេះបានទេហើយមានប្រពៃណីខុសពីប្រពៃណីរបស់ខ្ញុំតើមនុស្សទាំងអស់នេះកំពុងតែធ្វើអ្វីតើព្រះអាទិទេពនៅឯណាគ្មានកន្លែងសម្រាប់ព្រះអាទិទេពសោះគ្មានព្រលឹងសោះតើនេះជាការចម្រើនកម្មដ្ឋានរបៀបណាទៅគំនិតទាំងអស់នេះបានកើតឡើងខ្ញុំកំពុងតែរងចាំរបស់ពិសេសមួយខ្ញុំមានមនោសញ្ចេតនាដឹងគុណដល់ស្ត្រីអ្នកចម្រើនធម៌ជាមួយនឹងខ្ញុំម្នាក់គាត់បាននិយាយថាសូមនៅតែមួយថ្ងៃទៀតចុះលោកកំពុងតែមានវេទនាអស្ចារ្យណាស់នៅទីនេះនៅថ្ងៃទី1ខ្ញុំមានវេទនានៅផ្ទៃរុនច្រមុះសូមគ្រាន់តែពិនិត្យមើលនេះហើយជាការដែលលោកគ្រូចង់ឲ្យលោកធ្វើលោកគ្រូពេញចិត្តនឹងការចម្រើនធម៌របស់លោកណាស់ចូលចេះតែបន្តធ្វើការនេះតទៅខ្ញុំបានស្ថិតនៅខ្ញុំមានមនោសញ្ចេតនាដឹងគុណដល់គាត់ពុំនោះសោតខ្ញុំមិនអាចស្គាល់របស់ដ៏អស្ចារ្យបែបនេះនៅក្នុងជីវិតរបស់ខ្ញុំឡើយនៅពេលចប់ធម្មសិក្សាអ្នកដែលពិតជាបានទទួលអ្វីមួយពីធម្មសិក្សាមិនអាចនៅស្ងៀមបានទេគេនឹកចង់និយាយប្រាប់អ្នកដទៃអស្ចារ្យណាស់គេនិយាយប្រាប់សមាជិកគ្រួសារប្រាប់មិត្តភ័ក្តិរបស់គេផ្ទាល់សូមអញ្ជើញទៅសាកល្បងមើលទៅវាប្រសើរណាស់អ្នកឯងក៏ត្រូវទៅសាកល្បងមើលដែរវាប្រសើរណាស់បច្ចេកទេសនេះបានផ្ដល់ផលប្រយោជន៍ដល់ខ្ញុំច្រើនណាស់វានឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកផងដែរមនុស្សមួយចំនួនបានចូលមករួមក្នុងធម្មសិក្សាមិត្តរបស់ខ្ញុំម្នាក់ជាអ្នកមានទ្រព្យសម្បត្តិច្រើនជាឧស្សាហករណ៍ជាអ្នកជំនួញម្នាក់អ្នកមានទ្រព្យសម្បត្តិច្រើនឧស្សាហករណ៍និងអ្នកជំនួញនេះជាសក្ខីភាពមួយបង្ហាញឲ្យឃើញថាជាមនុស្សរងទុក្ខជាខ្លាំងនេះមិនមែនបានសេចក្តីថាការធ្វើជំនួញឬធ្វើឧស្សាហកម្មជាអំពើខុសនោះទេប៉ុន្តែរបៀបដែលគេធ្វើបើគ្រាន់តែប្រណាំងប្រជែងគ្នាដើម្បីឲ្យបានប្រាក់កាសនោះភាពរងទុក្ខនេះជាភាពរងទុក្ខយ៉ាងធំដោយមកពីខ្ញុំធ្លាប់បានលេងល្បែងនឹងទើបបានជាខ្ញុំស្គាល់ទុក្ខខ្ញុំបានរួចផុតពីទុក្ខហេតុនេះហើយបានជាខ្ញុំនិយាយប្រាប់បណ្ឌិតថាអ្នកឯងគួរតែសាកល្បងមើលដែរគាត់មិនព្រមទទួលតាមទេហើយគាត់ឆ្លើយមកខ្ញុំវិញថាអ្នកឯងបានទៅរួមធម្មសិក្សានេះដោយមកពីជំងឺឈឺក្បាលរបស់ឯងខ្ញុំអត់មានជំងឺឈឺក្បាលទេហេតុអីក៏ខ្ញុំត្រូវទៅប៉ុន្តែងូអិនកាខ្ញុំដឹងថាមិត្តខ្ញុំម្នាក់នេះមានជំងឺឈឺក្បាលខ្លាំងជាងខ្ញុំទៅទៀតតែគាត់នៅតែមិនព្រមទៅខ្ញុំត្រូវប្រើពេលអស់1ឆ្នាំកន្លះទើបអាចណែនាំគាត់ឲ្យជឿតាមបានគ្រាន់តែសាកល្បងចូលគ្រាន់តែសាកល្បងមើលទៅនៅទីបំផុតគាត់ក៏បានចូលទៅរួមក្នុងធម្មសិក្សាក្នុង2ឬ3ថ្ងៃគាត់បានធ្វើការខ្លះនៅថ្ងៃទី4គេបានបង្រៀនបច្ចេកទេសវិបស្សនាហើយនៅថ្ងៃទី5គ្រូតែងតែដើរពិនិត្យមើលសិស្សមជ្ឈមណ្ឌលចម្រើនកម្មដ្ឋានត្រឹមត្រូវនីមួយត្រូវតែមានបន្ទប់តូចផ្ទាល់ខ្លួនសម្រាប់អ្នកចម្រើនកម្មដ្ឋានម្នាក់ដូច្នេះនៅមជ្ឈមណ្ឌលនេះមានបន្ទប់តូចជាច្រើនហើយគ្រូតែងតែដើរទៅគ្រប់បន្ទប់ដើម្បីនឹងជួយណែនាំសិស្សកាលណាមានសិស្សជនជាតិឥណ្ឌាដែលមិនយល់ភាសាភូមាបានត្រឹមត្រូវគ្រូតែងតែយកខ្ញុំទៅជាមួយដើម្បីនឹងបកប្រែភាសាយើងបានទៅដល់បន្ទប់តូចរបស់មិត្តខ្ញុំលោកគ្រូគោះទ្វារហើយមិត្តខ្ញុំក៏បើកទ្វារឡើងសំណួរទី1ដែលលោកគ្រូសួរគឺថាតើអ្នកមានវេទនាបែបណាគាត់ឆ្លើយថាខ្ញុំគ្មានវេទនាទេលោកគ្រូ
គ្មានវេទនាទេប៉ុន្តែយើងបានឃើញគាត់ដោះអាវចេញអស់គាត់បត់អាវគាត់ទុកគាត់កំពុងតែបែកញើសអេណែឯងបែកញើសច្រើនណាស់បាទលោកគ្រូខ្ញុំបែកញើសច្រើនណាស់បន្ទប់តូចនេះវាក្តៅខ្លាំងណាស់អោអ្នកឯងមានធាតុក្តៅដូច្នេះចូលពិនិត្យមើលធាតុក្តៅមើលដំណើរបែកញើសនេះទៅគាត់មើលមុខខ្ញុំមើលមុខលោកគ្រូហាក់បីដូចជាយើងនិយាយកំ pl ែងលេងហើយគាត់ក៏និយាយថាពិនិត្យមើលធាតុក្តៅខ្ញុំមកទីនេះដើម្បីពិនិត្យមើលធាតុក្តៅពិនិត្យមើលដំណើរបែកញើសតើលោកកំពុងតែនិយាយអំពីអ្វីនឹងហើយយើងក៏ឆ្លើយថាមែនហើយនេះហើយជាបច្ចេកទេសអ្នកត្រូវតែពិនិត្យមើលមកទល់នឹងពេលនេះអ្នកធ្វើប្រតិកម្មទៅរកវេទនាទាំងនេះហើយឥឡូវនេះអ្នកកំពុងតែរៀនពិនិត្យមើលវាគាត់មិនព្រមស្ដាប់ទេហើយក៏និយាយថាខ្ញុំមកទីនេះបើលោកបង្គាប់ឲ្យខ្ញុំមើលព្រលឹងឃើញព្រះអាទិទេពនោះវាមានន័យខ្លះឬមួយបើឲ្យខ្ញុំមើលឃើញព្រះពុទ្ធក៏ដោយនៅទីបំផុតយើងទុកព្រះអង្គជាព្រះអវតារនៃព្រះអាទិទេពដ៏មានឫទ្ធិអំណាចនោះវាមានន័យខ្លះពុំនោះសោតវាគ្មានប្រយោជន៍អ្វីសោះតើមានប្រយោជន៍អីនឹងពិនិត្យមើលធាតុក្តៅនេះរាល់ថ្ងៃយើងចេះតែសាកល្បងពន្យល់ហើយរាល់ថ្ងៃកាលណាយើងសួរតើអ្នកមានវេទនាណាមួយឬទេចម្លើយគាត់ថាគ្មានអ្វីពិសេសទេគ្មានអ្វីពិសេសទេគាត់កំពុងតែស្វែងរករបស់ពិសេសមួយខ្ញុំអាណិតគាត់ណាស់គាត់បានមកទីនេះដោយលំបាកហើយក្នុងរយៈពេល10ថ្ងៃគាត់ចេះតែខំស្វែងរករបស់ពិសេសគ្មានអ្វីពិសេសកើតឡើងទេធម្មជាតិបានបញ្ចេញខ្លួនមកឲ្យឃើញធម្មជាតិនៃកាយបានបញ្ចេញខ្លួនមកឲ្យឃើញការពិតនឹងធម៌បានបញ្ចេញខ្លួនមកឲ្យឃើញហើយគាត់មិនបានឃើញអ្វីទេខ្ញុំមិនចង់បានវាទេខ្ញុំចង់បានរបស់ពិសេសមួយខ្ញុំចង់បានរបស់ពិសេសមួយឆ្នាំក្រោយមកទៀតគាត់បានឃើញមនុស្សជាច្រើនចូលទៅក្នុងមជ្ឈមណ្ឌលចម្រើនកម្មដ្ឋានហើយគ្រប់គ្នាដែលបានចូលទៅទីនោះបានចេញមកវិញដោយញញឹមញញែមរីករាយដោយគេបានទទួលប្រយោជន៍នេះឬប្រយោជន៍នោះគាត់មានការនឹកស្ដាយខ្លាំងណាស់គាត់ដឹងថាមិនបានឃើញអ្វីមួយទេហេតុនេះគាត់ក៏និយាយដោយទទូចមកយើងថាសូមលោកមេត្តាផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតចុះលោកគ្រូច្បាស់ជាមិនព្រមទទួលខ្ញុំទេប៉ុន្តែសូមលោកជួយនិយាយឲ្យខ្ញុំផងម្ដងនេះបើលោកគ្រូបង្គាប់ឲ្យខ្ញុំមើលធាតុក្តៅខ្ញុំនឹងពិនិត្យមើលធាតុក្តៅខ្ញុំមិនមើលអ្វីផ្សេងទេបើលោកគ្រូឲ្យខ្ញុំពិនិត្យមើលដំណើរបែកញើសខ្ញុំនឹងពិនិត្យមើលដំណើរបែកញើសមិនមើលអ្វីផ្សេងទេហើយគាត់ក៏បានចូលមកមែនគាត់បានធ្វើការដោយត្រឹមត្រូវហើយបានរីកចម្រើនយ៉ាងច្រើនក្នុងការចម្រើនវិបស្សនាដូច្នេះនៅពេលណាដែលអ្នកខំស្វែងរករបស់អ្វីមួយជាពិសេសនោះអ្នកមិនមែនចម្រើនវិបស្សនាទេវិបស្សនាគឺយថាភូតៈអ្វីក៏ដោយដែលកើតឡើងនៅពេលនេះការពិតនៅពេលនេះតាមភាពពិតរបស់វាមិនមែនតាមភាពដែលអ្នកចង់បានទេបើអ្នកយល់រឿងនេះអ្នកនឹងចេះតែរីកចម្រើនតទៅឥតមានការពិបាកទេប៉ុន្តែបើអ្នកចេះតែបំភ្លេចការពិតដែលបានកើតឡើងហើយស្វែងរករបស់ដែលគ្មាននោះអ្នកមិនមែនចម្រើនវិបស្សនាទេដូច្នេះចូលចាំចំណុចនេះទុកក្នុងចិត្តអ្វីក៏ដោយដែលអ្នកស្ទង់ឃើញនៅលើកាយគឺវេទនាជាសុខឬជាទុក្ខខ្លាំងក្លាឬខ្សោយទោះវាជាយ៉ាងដូចម្ដេចក៏ដោយអ្នកគ្រាន់តែពិនិត្យមើលតែប៉ុណ្ណោះអ្នកបានធ្វើកិច្ចការរបស់អ្នកហើយលទ្ធផលនឹងចាប់ផ្ដើមចេញមកជាពុំខានអ្នកកំពុងតែបង្ខិតសតិពីក្បាលដល់ចុងជើងពីក្បាលដល់ចុងជើងអ្នកអាចឈានទៅដល់ស្ថានភាពមួយដែលអ្នកមិនអាចឃើញវេទនាណាមួយសោះនៅត្រង់ផ្នែកខ្លះគ្មានវេទនាចំពោះអ្នកគឺជាផ្ទៃស្ពឹកទទេស្អាតតាមការជាក់ស្ដែងវេទនាមាននៅគ្រប់ទីកន្លែងប៉ុន្តែដោយមកពីចិត្តអ្នកមានសភាពក្រោធក្រៀតពេកហើយដោយមកពីវេទនាលើសលប់គេនៅត្រង់ផ្នែកពិសេសនេះវាល្អិតល្អន់ពេកចិត្តរបស់អ្នកគ្មានលទ្ធភាពនឹងស្ទង់ឃើញវាទេហេតុនេះហើយបានជាអ្នកនិយាយថាគ្មានវេទនាមិនអីទេគ្មានវេទនាទេនេះជាការពិតនៅពេលនេះគ្មានវេទនាទេសូមឈប់នៅទីនោះដោយស្ងប់ស្ងៀមដោយប្រុងប្រយ័ត្នដោយឧបេក្ខាជាការសំខាន់ណាស់ដោយឧបេក្ខាបើអ្នកគ្មានឧបេក្ខាទេបច្ចេកទេសនេះមិនអាចជួយអ្នកបានទេ
កាលណាអ្នកជួបប្រទះនឹងផ្ទៃស្ពឹកមួយដែលគ្មានវេទនាអ្នកឈប់នៅទីនោះ1នាទីបើអ្នកឈប់1នាទីហើយគ្មានវេទនាជាថ្មីទៀតនៅជុំលើក្រោយអ្នកឈប់1នាទីទៀតបើអ្នកលោភចង់បានវេទនាអ្នកនឹងបាត់លំនឹងចិត្តហើយចិត្តដែលបាត់លំនឹងជាចិត្តក្រោធគ្រាតណាស់វាមិនអាចស្ទង់ឃើញវេទនាល្អិតល្អន់បានទេហេតុនេះហើយចូលអ្នកស្ថិតនៅជាឧបេក្ខាជួនកាលអ្នកមិនលោភលន់ទេតែអ្នកអាចមានទោសៈដែរមើលចុះផ្ទៃស្ពឹកនេះមិនទាន់ទៅណាទេមួយជុំហើយនៅតែមិនទាន់ទៅណា5ជុំហើយនៅតែមិនទាន់ទៅណាទៀតអ្នកមានទោសៈចំពោះផ្ទៃស្ពឹកទាំងអស់នេះជាថ្មីទៀតអ្នកបាត់លំនឹងចិត្តសូមនៅជាឧបេក្ខាសូមគ្រាន់តែទទួលស្គាល់ការពិតតាមភាពពិតរបស់វាថានេះជាពេលដែលខ្ញុំមិនបានពិសោធន៍ឃើញវេទនានៅត្រង់ផ្ទៃណាមួយទេខ្ញុំបានធ្វើកិច្ចការរបស់ខ្ញុំហើយមានវេទនាកើតឡើងឬគ្មានវេទនាទេខ្ញុំចាំមើលតើមានអ្វីកើតឡើងបើមានសម្លៀកបំពាក់ក្របដណ្ដប់នៅត្រង់ផ្នែកនេះនៃកាយចូលសាកល្បងខំស្ទង់ឲ្យឃើញកន្លែងដែលសម្លៀកបំពាក់ប៉ះនេះក៏ជាវេទនាមួយដែរអ្វីបើវានៅសើៗនៅខាងលើក៏ដោយបើគ្មានសម្លៀកបំពាក់ទេចូលស្ទង់ឲ្យឃើញកន្លែងខ្យល់ប៉ះហើយខិតតទៅចូលចេះតែធ្វើការតាមរបៀបនេះតទៅដោយអំណត់មែនតែនមិនយូរប៉ុន្មានអ្នកនឹងទៅដល់ដំណាក់មួយដែលអាចស្ទង់ឃើញវេទនានៅសពសរពាង្គកាយបច្ចេកទេសនេះមានទិដ្ឋភាព2យ៉ាងទិដ្ឋភាពទី1គឺពង្រីកសមត្ថភាពការចាប់អារម្មណ៍នៃចិត្តរបស់អ្នកដើម្បីស្ទង់ឲ្យឃើញវេទនាផ្សេងនៅសពសរពាង្គកាយទិដ្ឋភាពទី2គឺរៀនរបៀបដើម្បីពិនិត្យមើលវេទនាដោយឥតលំអៀងចូលសាកល្បងកុំធ្វើប្រតិកម្មអ្នកកំពុងតែរៀនបច្ចេកទេសនេះដើម្បីនឹងផ្លាស់ប្ដូរផ្នត់ទម្លាប់ចិត្តរបស់អ្នកនៅទីយ៉ាងជ្រៅបំផុតនៅថ្នាក់យ៉ាងជ្រៅបំផុតនៃចិត្តដែលគេហៅថាភវង្គចិត្តគ្មានវិញ្ញាណឬចិត្តមិនដឹងខ្លួនតាមការជាក់ស្ដែងវាមិនមែនមិនដឹងខ្លួននោះទេគ្រប់ខណៈទាំងថ្ងៃទាំងយប់វាស្ទង់វាពិសោធន៍ឃើញវេទនាទាំងឡាយនៅលើកាយវាចេះតែស្ទង់ឃើញវេទនាគ្រប់បែបគ្រប់យ៉ាងទាំងអស់អ្វីក៏ដោយដែលកើតឡើងពីខណៈមួយទៅខណៈមួយហើយវាចេះតែធ្វើប្រតិកម្មទៅរកវេទនាទាំងនោះបើវេទនាជាទីរីករាយវាធ្វើប្រតិកម្មជាលោភៈជាការប្រកាន់ខ្ជាប់បើវេទនាជាទុក្ខវាធ្វើប្រតិកម្មជាទោសៈជាការស្អប់ខ្ពើមនេះជាផ្នត់ទម្លាប់នៅទីជម្រៅនៃចិត្តគ្រប់ខណៈលោភៈទោសៈដើម្បីនឹងផ្លាស់ប្ដូរផ្នត់ទម្លាប់នេះអ្នកត្រូវតែដល់ដំណាក់ដែលផ្នត់ទម្លាប់នេះមានភាពលើសលប់គេមានន័យថានៅទីយ៉ាងជ្រៅបំផុតនៃចិត្តដែលអ្នកស្ទង់ឃើញវេទនាផ្សេងអ្នកគ្មានលោភៈទេអ្នកគ្មានទោសៈទេអ្នកគ្រាន់តែពិនិត្យមើលប៉ុណ្ណោះហើយអ្នកយល់ថាវាផ្លាស់ប្ដូរជានិច្ចកាលនៅពេលដែលអ្នកចេះតែបន្តចម្រើនវិបស្សនាការពិតពីធម្មជាតិនឹងប្រែទៅជាច្បាស់ឡើងច្បាប់ធម្មជាតិនឹងចាប់ផ្ដើមបញ្ចេញភ័ស្តុតាងឲ្យឃើញច្បាប់នេះជាច្បាប់ទូទៅគ្រប់ទីកន្លែងទាំងខាងក្រៅទាំងខាងក្នុងច្បាប់ដដែលនឹងត្រួតត្រាលើសកលលោកទាំងមូលទាំងមានវិញ្ញាណទាំងឥតវិញ្ញាណអ្នកអាចសាកល្បងយល់ច្បាប់នេះតាមប្រាជ្ញាឆ្លៀសវៃបានកាលណាអ្នកមើលឃើញអ្វីមួយដែលកើតឡើងនៅខាងក្រៅប៉ុន្តែអ្នកមិនអាចពិសោធន៍ឃើញវាបានទេអ្នកអាចពិសោធន៍ឃើញវាបានលុះត្រាតែអ្នកស្ទង់ឃើញរបស់ផងទាំងឡាយនៅក្នុងក្របខ័ណ្ឌកាយនៅពេលនោះអ្នកអាចពិសោធន៍ឃើញច្បាប់នេះដែលវានឹងប្រែទៅជាច្បាស់ណាស់វាមិនអាចមានការច្របូកច្របល់វាមិនអាចមានការសង្ស័យណាមួយឡើយនេះហើយដែលព្រះគោតមសម្មាសម្ពុទ្ធបានធ្វើអ្វីបើព្រះអង្គបានប្រសូតនៅក្នុងគ្រួសារក្សត្រជាព្រះរាជបុត្រក៏ដោយតែមានការប្លែកណាស់ព្រះរាជបុត្រាមិនបានប្រសូតនៅក្នុងព្រះបរមរាជវាំងទេព្រះអង្គប្រសូតនៅក្រោមដើមឈើនៅកណ្ដាលធម្មជាតិនៅកណ្ដាលវេហាពេលដែលមានព្រះជន្មាយុ5ឬ6ព្រះវស្សាគប់ជួនពេលនោះព្រះអង្គគង់នៅក្រោមដើមឈើមួយដើមទ្រង់គ្រាន់តែបានចាប់ផ្ដើមចម្រើនកម្មដ្ឋានពិនិត្យមើលដង្ហើមហើយទ្រង់បានសម្រេចឈានសមាធិយ៉ាងជ្រៅរសជាតិនៃសមាធិទី1
គឺឈានសមាធិយ៉ាងជ្រៅនៅក្រោមដើមឈើមួយដើមនៅកណ្ដាលធម្មជាតិពេលប្រជញ្ញបាន35ព្រះវស្សាព្រះអង្គបានយាងចេញទៅក្រៅជាថ្មីទៀតនៅក្រោមដើមឈើទ្រង់បានត្រាស់ដឹងពេញបរិបូរណ៍រួចហើយដោយមកពីសេចក្តីអាណិតអាសូរព្រះអង្គបានចាប់ផ្ដើមចែករំលែកបច្ចេកទេសដ៏អស្ចារ្យនេះទៅឲ្យមនុស្សទាំងឡាយហើយទ្រង់បានចាប់ផ្ដើមបង្វិលធម្មចក្របង្វិលកងព្រះធម៌ធម្មទេសនាលើកទី1ក៏ទ្រង់បានសម្ដែងជាថ្មីទៀតនៅក្រោមដើមឈើនៅកណ្ដាលធម្មជាតិនៅកណ្ដាលវេហាហើយដល់ប្រជញ្ញបាន80ព្រះវស្សាទ្រង់បានយាងចូលបរិនិព្វាននៅក្រោមដើមឈើនៅកណ្ដាលធម្មជាតិនៅកណ្ដាលវេហាព្រឹត្តិការណ៍សំខាន់ទាំងអស់នៃជីវិតរបស់ព្រះអង្គបានកើតឡើងនៅក្រោមដើមឈើនៅកណ្ដាលធម្មជាតិនៅកណ្ដាលវេហាព្រះអង្គបានសិក្សាច្បាស់ណាស់អំពីធម្មជាតិប៉ុន្តែការសិក្សាយ៉ាងច្បាស់អំពីធម្មជាតិនៅខាងក្រៅនេះមិនអាចធ្វើឲ្យព្រះអង្គបានប្រែទៅជាព្រះពុទ្ធបានទេគឺការសិក្សាអំពីធម្មជាតិនៅខាងក្នុងតាមការពិសោធន៍ដែលព្រះអង្គបានសម្រេចការត្រាស់ដឹងហើយទ្រង់បានបង្រៀនយ៉ាងនេះថា Nityang Kayagata Sati គ្រប់ពេលអ្នកត្រូវតែមានសតិដឹងអំពីការពិតនៅក្នុងក្របខ័ណ្ឌកាយនេះហើយជាវិបស្សនាដោយការបដិបត្តិវិបស្សនានេះច្បាប់ធម្មជាតិទាំងអស់ប្រែទៅជាច្បាស់ណាស់តាមការពិសោធន៍របស់មួយដែលប្រែទៅជាច្បាស់ណាស់ចំពោះសិស្សវិបស្សនាគឺការផ្លាស់ប្ដូរគ្រប់ខណៈមានការផ្លាស់ប្ដូរណាមួយកើតឡើងនៅក្នុងក្របខ័ណ្ឌកាយអ្នកកំពុងតែពិសោធន៍ឃើញការផ្លាស់ប្ដូរនេះនៅខាងក្រៅក៏ដូចគ្នាដែរច្បាប់ដដែលនឹងគឺការផ្លាស់ប្ដូរជាប់ជានិច្ចហាក់បីដូចជាអ្វីទាំងអស់នៅក្នុងឆ្នាំងរំលាយមួយគ្មានរបស់អ្វីមួយកើតចេញមកជាផលិតផលចុងបំផុតដោយគ្មានការផ្លាស់ប្ដូរទៀតឡើយទោះមានវិញ្ញាណក្តីគ្មានវិញ្ញាណក្តីអ្វីទាំងអស់ជាទឹករលកការពិតនេះកើតមកពីការពិសោធន៍នៅក្នុងក្របខ័ណ្ឌកាយការពិតមួយទៀតគឺថាអ្វីដែលកើតឡើងវាមិនមែនដោយចៃដន្យទេគឺមានហេតុណាមួយឬហេតុមួយចំនួនជាមួយគ្នាដែលនាំឲ្យមានផលមួយផលហេតុផលហើយផលប្រែទៅជាហេតុមួយសម្រាប់របស់មួយផ្សេងទៀតផលហេតុផលហេតុនេះហើយជារបៀបដែលសកលលោកទាំងមូលចេះតែវិលចុះវិលឡើងមិនជប់ឈរហេតុផលហេតុផលព្រឹត្តិការណ៍នេះប្រែទៅជាច្បាស់ណាស់តាមរយៈការពិសោធន៍ការពិតមួយទៀតដែលប្រែទៅជាច្បាស់ណាស់ដែរគឺថាបើហេតុវាយ៉ាងណាផលក៏វាយ៉ាងនោះដែរបើក្របពូជវាយ៉ាងណាផ្លែផ្កាក៏វាយ៉ាងនោះដែរនៅក្នុងលោកខាងក្រៅក្នុងរុក្ខជាតិទាំងឡាយគេឃើញព្រឹត្តិការណ៍បែបនេះដូចគ្នានៅក្នុងកាយក៏គេពិសោធន៍ឃើញច្បាប់ដូចគ្នាដែរនៅក្នុងលោកខាងក្រៅខ្ញុំដាំក្របពូជ2គ្រាប់ពូជមួយជាគ្រាប់ពូជអំពៅផ្អែមគ្រាប់ពូជមួយទៀតជាពូជដើមស្ដៅវាបានទទួលការថែទាំដូចគ្នាដីដូចគ្នាទឹកដូចគ្នាខ្យល់អាកាសដូចគ្នាកម្ដៅថ្ងៃដូចគ្នាវាចាប់ផ្ដើមដុះចេញមកហើយក៏រីកចម្រើនឡើងតើមានអ្វីកើតឡើងចំពោះដើមអំពៅគ្រប់សរសៃតូចឆ្មាលដើមអំពៅមានរសជាតិយ៉ាងផ្អែមហើយចំពោះដើមស្ដៅគ្រប់សរសៃតូចឆ្មាលមានរសជាតិយ៉ាងល្វីងហើយដូចម្ដេចបានជាធម្មជាតិមានចិត្តល្អចំពោះដើមឈើមួយដើមហើយមានចិត្តអាក្រក់ចំពោះដើមឈើមួយដើមទៀតគ្មាននរណាចិត្តល្អឬចិត្តអាក្រក់ទេគ្មានទេនេះគ្រាន់តែជាច្បាប់ធម្មជាតិដែលបានកំណត់រួចមកហើយតែប៉ុណ្ណោះធម្មជាតិផ្ដល់តែការថែទាំនិងជួយគ្របពូជឲ្យបញ្ចេញគុណភាពរបស់ខ្លួនតែប៉ុណ្ណោះគុណភាពរបស់គ្រាប់ពូជអំពៅគឺរសជាតិផ្អែមវាបញ្ចេញខ្លួនវាមកនៅគ្រប់សរសៃតូចឆ្មាលទាំងអស់គុណភាពរបស់គ្រាប់ពូជដើមស្ដៅគឺរសជាតិល្វីងបានបញ្ចេញខ្លួនវាមកនៅគ្រប់សរសៃតូចឆ្មាលទាំងអស់នេះជាច្បាប់ធម្មជាតិដើមស្ដៅមួយដើមយ៉ាងធំបានដុះចេញមកខ្ញុំចូលទៅកាន់ទីនោះដើរប្រទក្សិណថ្វាយបង្គំ3ដងថ្វាយទៀនធូបផ្លែផ្ការួចហើយទាំងទឹកភ្នែកខ្ញុំក៏តាំងបន់ស្រន់ថាអោព្រះស្ដៅលោកហើយ
សូមមេត្តាផ្ដល់ផ្លែស្វាយផ្អែមឲ្យខ្ញុំមកអ្នកចេះតែខំយំអស់មួយជីវិតក៏វាគ្មានអ្វីនឹងកើតឡើងទេអ្នកបានតែស្ដៅលវិញតែប៉ុណ្ណោះអ្នកមិនអាចនឹងបានផ្លែស្វាយផ្អែមទេបើអ្នកពិតជាចង់បានផ្លែស្វាយផ្អែមមែននោះនៅពេលដែលអ្នកដាំគ្រាប់ពូជអ្នកត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែនបើអ្នកដាំគ្រាប់ពូជផ្លែស្វាយផ្អែមអ្នកនឹងបានទទួលគ្មានអ្វីក្រៅពីផ្លែស្វាយផ្អែមទេការពិបាករបស់យើងគឺនៅពេលដែលយើងដាំយើងចេះតែដាំគ្រាប់ពូជលវិញហើយដល់ពេលដែលបានផ្លែផ្កាទើបយើងចង់បានផ្លែស្វាយផ្អែមមិនបានការទេខ្ញុំរងចាំរបស់ល្អអ្វីមួយដែលកើតឡើងដល់ខ្ញុំទោះបីខ្ញុំបានដាំគ្រាប់ពូជលវិញក៏ដោយខ្ញុំនឹងបានផ្លែផ្អែមខ្លះអធិពលអាកំបាំងមួយនឹងជួយខ្ញុំព្រះអាទិទេពដ៏មានឫទ្ធិអំណាចនឹងជួយខ្ញុំនេះជាការយល់ផ្ដេសផ្ដាស់ដរាបណាគេបានចេញផុតអំពីភាពផ្ដេសផ្ដាស់នេះដរាបនោះគេឆាប់ចាប់ផ្ដើមដើរតាមច្បាប់ធម្មជាតិគេឆាប់បានស្គាល់មេគានៃការរួចរដោះពុំនោះសោតទេគេចេះតែវិលវល់នៅក្នុងអវិជ្ជាដែលគ្រាន់តែបន្តការបោកបញ្ឆោតខ្លួនឯងបន្តការធ្វើឲ្យខកចិត្តខ្លួនឯងតែប៉ុណ្ណោះហើយចេះតែវិលវល់ទៅក្នុងទុក្ខតទៅទៀតគេមិនអាចគេចចេញផុតពីទុក្ខតាមរបៀបនេះបានទេច្បាប់ធម្មជាតិមានលក្ខណៈជាសកលដែលអនុវត្តទៅលើមនុស្សទាំងអស់គ្នាគ្រាប់ពូជយ៉ាងណាផ្លែផ្កាក៏វាយ៉ាងនោះអំពើរបស់អ្នកយ៉ាងណាលទ្ធផលក៏វាយ៉ាងនោះដែរមានរឿងមួយដែលបានកើតឡើងនាពុទ្ធសម័យថ្ងៃមួយមានមាណពម្នាក់បានចូលទៅគាល់ព្រះអង្គដោយយំសោកបញ្ឈប់ឈរមនាលមាណពតើអ្នកមានរឿងអីមាណពចេះតែយំតទៅទៀតតើមានរឿងអីព្រះករុណាថ្លៃវិសេសកាលពីម្សិលមិញនេះឪពុកទូលបង្គំបានចែកឋានបាត់ទៅហើយបើគាត់ស្លាប់គឺគាត់ស្លាប់ទៅហើយគាត់មិនអាចរស់ឡើងវិញបានដោយសារតែការយំសោករបស់អ្នកទេគ្មានប្រយោជន៍អីនឹងយំទេហេតុអ្វីក៏អ្នកយំសូមទ្រង់ព្រះមេត្តាប្រោសទូលបង្គំចូលមករកព្រះអង្គដោយមានសំណូមពរពិសេសមួយតើមានសំណូមពរពិសេសយ៉ាងដូចម្ដេចសូមទ្រង់ព្រះមេត្តាប្រោសធ្វើអ្វីមួយចំពោះសពឪពុកទូលបង្គំផងចុះតថាគតអាចធ្វើអ្វីបានចំពោះសពឪពុកអ្នកព្រះករុណាថ្លៃវិសេសព្រះអង្គអាចធ្វើបានច្រើនណាស់ព្រះអង្គមានឫទ្ធានុភាពខ្លាំងពូកែជាមហាវីរៈបុរសមួយអង្គសូមទ្រង់តតមើលចុះអ្នកបួសធម្មតាទាំងនោះប្រារព្ធធ្វើពិធីបុណ្យពិធីសាសនាផ្សេងហើយកាលណាគេប្រារព្ធធ្វើពិធីបុណ្យពិធីបូជាពិធីសាសនាទាំងនេះគេនឹងបានវីសាមួយឡើងទៅឋានសួគ៌ហើយបើព្រះអង្គទ្រង់ព្រះមេត្តាប្រោសធ្វើពិធីបុណ្យឬពិធីសាសនាបែបណាមួយចំពោះឪពុកទូលបង្គំនោះគាត់មិនគ្រាន់តែបានទទួលវីសាឡើងឋានសួគ៌តែប៉ុណ្ណោះទេតែគាត់នឹងបាន Green Card ទទួលច្បាប់អនុញ្ញាតឲ្យរស់នៅឋានសួគ៌ជាអចិន្ត្រៃយ៍ថែមទៀតផងសូមទ្រង់ព្រះមេត្តាប្រោសធ្វើអ្វីមួយចំពោះឪពុកទូលបង្គំផងព្រះពុទ្ធទ្រង់ញៀនដឹងថាទោះជាខំពន្យល់របៀបណាក៏មិនបានផលអ្វីដែរនៅដំណាក់កាលនេះមានការរំជួលចិត្តខ្លាំងណាស់ទើបទ្រង់មានព្រះពុទ្ធដីកាថាមិនអីទេឥឡូវចូលអ្នកទៅផ្សារហើយទៅទិញឆ្នាំងដី2មកមាណពសប្បាយចិត្តណាស់ឥឡូវនេះព្រះពុទ្ធនឹងប្រារព្ធធ្វើពិធីបុណ្យពិធីសាសនាចំពោះសពឪពុកខ្ញុំហើយគាត់ក៏ទិញបានឆ្នាំងដី2មកឥឡូវយកខ្លាញ់ទៅបំពេញឆ្នាំងមួយនេះទៅហើយយកដុំគ្រួសបំពេញឆ្នាំងមួយទៀតទៅមាណពបំពេញឆ្នាំងទាំងពីររួចហើយរុំមាត់ឆ្នាំងហើយផ្សារវាឲ្យជាប់មាណពរុំមាត់ឆ្នាំងរួចស្រេចហើយឥឡូវនេះចូលអ្នកយកឆ្នាំងទាំងពីរនេះទៅទម្លាក់នៅក្នុងត្រពាំងចិត្តនេះទៅមាណពក៏យកឆ្នាំងទៅទម្លាក់ក្នុងត្រពាំងដោយសារទម្ងន់របស់វាឆ្នាំងទាំងពីរក៏ធ្លាក់ចុះទៅក្នុងបាតត្រពាំងឥឡូវចូលអ្នកយកដំបងមួយយ៉ាងធំមកវាបំបែកឆ្នាំងហើយក៏បុកទម្លាយវាឲ្យរបើកឡើងមាណពក៏វាបំបែកឆ្នាំងឲ្យរបើកឡើងគេសប្បាយចិត្តណាស់ហើយគិតថាទ្រង់កំពុងតែប្រារព្ធធ្វើពិធីបុណ្យពិធីសាសនាមួយយ៉ាងអស្ចារ្យចំពោះសពឪពុកខ្ញុំហើយប្រទេសឥណ្ឌាជាប្រទេសមួយយ៉ាងធំយ៉ាងចាស់ជាប្រទេសមួយដែលមានភាពប្លែកគ្នាជាច្រើន
ជាប្រទេសដែលមានភាពខុសគ្នាហួសហេតុនៅប្រទេសនេះអ្នកឃើញមានបុគ្គលដែលបានត្រាស់ដឹងពេញបរិបូរណ៍ដូចជាព្រះពុទ្ធហើយអ្នកឃើញមានមនុស្សល្ងងខ្លៅដែលវិលវល់នៅក្នុងភក្តីភាពនៅក្នុងជំនឿងងឹតងងល់នៅក្នុងលទ្ធិផ្សេងដូចជាមានុបនេះនាសម័យនោះមានជំនឿមួយថាកាលណាមានឪពុកឬម្ដាយដែលត្រូវចែកឋានទៅហើយកូនប្រុសត្រូវទៅយកសាកសពទៅដាក់នៅលើជាបណដ្ឋានហើយដុតបូជាកាលណាសាកសពនេះឆេះបានពាក់កណ្ដាលហើយកូនប្រុសត្រូវយកដំបងមួយយ៉ាងធំទៅបុកទម្លាយលលាក្បាលឲ្យបែកគេមានជំនឿថាកាលណាលលាក្បាលបែកហើយទ្វារឋានសួគ៌នឹងត្រូវបានរបើកហើយគេក៏បានឡើងទៅកាន់ឋានសួគ៌ឥឡូវនេះដោយហេតុថាឪពុកខ្ញុំបានទទួលអនិច្ចកម្មទៅហើយសាកសពគាត់ក៏គេបានបូជាឆេះអស់កាលពីម្សិលមិញនេះទៅហើយដែរដើម្បីជានិមិត្តរូបព្រះពុទ្ធបានឲ្យខ្ញុំបុកបំបែកឆ្នាំងនេះមានុបបានបុកបំបែកឆ្នាំងទាំងពីររួចហើយមានខ្លាញ់ធ្លាយចេញពីឆ្នាំងហើយអណ្ដែតឡើងមកលើផ្ទៃទឹកឆ្នាំងមួយទៀតដែលដាក់ដុំគ្រួសវាស្ថិតនៅបាតត្រពាំងព្រះពុទ្ធក៏ត្រាស់ទៅមានុបថាតថាគតធ្វើបានតែប៉ុណ្ណេះទេឥឡូវចូលអ្នកហៅគ្រូអាចារ្យទាំងអស់របស់អ្នកឲ្យចូលមកហើយក៏សូត្របន់ស្រន់ទៅអោដុំគ្រូហើយចូលអណ្ដែតឡើងលើទឹកមកអោដុំខ្លាញ់ហើយចូលណែឯងធ្លាក់ចុះទៅក្រោមទៅតថាគតចាំមើលតើវាមានអ្វីនឹងកើតឡើងមានុបក៏ឆ្លើយថាតើមានអ្វីកើតឡើងព្រះអង្គវាគ្មានអ្វីកើតឡើងទេធ្វើយ៉ាងនេះវាផ្ទុយនឹងច្បាប់ធម្មជាតិដុំគ្រួសធ្ងន់ជាងទឹកវាត្រូវតែស្ថិតនៅបាតក្រោមវាមិនអាចអណ្ដែតឡើងបានទេព្រះអង្គរីឯខ្លាញ់វាស្រាលជាងទឹកវាចេះតែអណ្ដែតតទៅវាមិនអាចចុះទៅបាតក្រោមបានទេមនាលមានុបអ្នកយល់ច្បាប់ធម្មជាតិល្អណាស់ប៉ុន្តែអ្នកមិនព្រមយល់ច្បាប់ធម្មជាតិដែលអនុវត្តមកលើមនុស្សគ្រប់រូបផងសោះបើឪពុកអ្នកបានប្រព្រឹត្តតែអំពើធ្ងន់ដូចជាដុំគ្រួសនិងដុំថ្មនោះគាត់មុខជានឹងចុះទៅក្រោមហើយតើនរណានឹងទាញគាត់មកលើបានបើឪពុកអ្នកប្រព្រឹត្តតែអំពើស្រាលដូចជាខ្លាញ់នោះគាត់មុខជាអណ្ដែតឡើងមកលើហើយតើអ្នកណានឹងរុញគាត់ឲ្យចុះទៅក្រោមបានយើងមិនខំសាកល្បងដើម្បីឲ្យយល់ការពិតរបស់យើងទេយើងសាកល្បងពឹងពាក់តែទៅលើនរណាម្នាក់ទៅលើឥទ្ធិពលស័ក្តិសិទ្ធិណាមួយនឹងធ្វើអ្វីមួយឲ្យខ្ញុំប៉ុន្តែយើងមិនធ្វើអ្វីសោះដើម្បីនឹងផ្លាស់ប្ដូរផ្នត់ចរិតផ្លាស់ប្ដូរអំពើរបស់យើងផ្ទាល់ហេតុនេះហើយបានជាគេចិត្តតែវិលវល់នៅក្នុងទុកហើយទុកទៀតជាបន្តបន្ទាប់គ្នាដរាបណាគេចាប់យល់អំពីច្បាប់ធម្មជាតិដរាបនោះគេឆាប់បានរួចរដោះអំពីអវិជ្ជាអំពីទុក្ខហើយចាប់ផ្ដើមក្រេបជញ្ជក់ជីវភាពរស់នៅល្អប្រសើរកាលណាគេទទួលយល់ព្រមថាខ្ញុំត្រូវតែប្រុងប្រយ័ត្នចំពោះអំពើផងទាំងឡាយរបស់ខ្ញុំបញ្ហាគឺថាតើអំពើយ៉ាងដូចម្ដេចដែលផ្ដល់ផ្លែផ្កាមានអំពើ3យ៉ាងអំពើដោយកាយអំពើដោយវាចានិងអំពើដោយចិត្តតាមការយល់ជាទូទៅរួមគ្នាអំពើដោយកាយសំខាន់ណាស់អំពើដោយវាចាសំខាន់តិចជាងហើយអំពើដោយចិត្តមិនសំខាន់ទេជាអំពើតូចតាចណាស់ប៉ុន្តែកាលណាគេចាប់ផ្ដើមមើលការពិតនៅខាងក្នុងដូចជាបុគ្គលត្រាស់ដឹងបានធ្វើនោះវាប្រែទៅជាច្បាស់ណាស់ថាអំពើដោយចិត្តជាអំពើសំខាន់ជាងគេបំផុតមិនមែនអំពើដោយកាយមិនមែនអំពើដោយវាចាទេអំពើដោយកាយនិងអំពើដោយវាចាមានផលផ្ទាល់របស់វាប៉ុន្តែអំពើដោយចិត្តសំខាន់ជាងគេបំផុតអ្វីចាប់ផ្ដើមឡើងនៅក្នុងចិត្តជាដំបូងរួចហើយវាប្រែទៅជាតានតឹងរួចអំពើដោយចិត្តនេះប្រែទៅជាអំពើដោយកាយអំពើដោយវាចានិងអំពើដោយកាយគ្មានអ្វីក្រៅពីរូបបញ្ចាំងរបស់អំពើដោយចិត្តទេវាគ្រាន់តែជាខ្នាតមួយសម្រាប់វាស់កម្លាំងនៃអំពើដោយចិត្តគឺអំពើដោយចិត្តដែលសំខាន់ជាងគេបំផុតឧទាហរណ៍មួយខ្ញុំឃើញមនុស្សម្នាក់ដែលមានការប្រស័យមិនល្អជាមួយនឹងខ្ញុំគ្រាន់តែឃើញមនុស្សនេះភ្លាមចិត្តខ្ញុំក៏ចាប់ផ្ដើមពោពេញទៅដោយកំហឹងអំពើអកុសលដោយចិត្តមួយបានចាប់ផ្ដើមឡើងវាប្រែទៅជាតានតឹងរួចវាបញ្ចេញខ្លួនវាមកដោយវាចាខ្ញុំស្រែកកំហុសខ្ញុំត្មះតែដៀលមនុស្សនេះអំពើអកុសលដោយវាចាមួយបានកើតឡើងវាប្រែទៅជាតានតឹងខ្លាំងឡើង
ហើយបញ្ចេញខ្លួនវាមកជាអំពើដោយកាយខ្ញុំផ្ទះកំភ្លៀងមនុស្សនេះបើខ្ញុំមានកំភ្លើងខ្ញុំនឹងបាញ់ខ្ញុំនឹងសម្លាប់មនុស្សនេះនេះជាអំពើអកុសលដោយកាយតើអំពើអកុសលដោយវាចាឬដោយកាយយ៉ាងនឹងដេចវាគ្រាន់តែជារូបបញ្ចាំងមួយនៃអំពើដោយចិត្តវាគ្រាន់តែជាខ្នាតមួយសម្រាប់វាស់កម្លាំងនៃអំពើអកុសលដោយចិត្តរបស់ខ្ញុំតែប៉ុណ្ណោះបើអំពើអកុសលវាយ៉ាងណាអំពើកុសលក៏វាយ៉ាងនោះដែរខ្ញុំឃើញមនុស្សម្នាក់ដែលមានសភាពលំបាកតោកយ៉ាករងទុក្ខជាខ្លាំងចិត្តខ្ញុំបានចាប់ផ្ដើមអាណិតអាសូរកាលណាវាប្រែទៅជាអាណិតអាសូរខ្លាំងអំពើកុសលដោយចិត្តបញ្ចេញខ្លួនវាមកជាអំពើដោយវាចាមួយខ្ញុំប្រើពាក្យសម្ដីល្អពាក្យមេត្តាពាក្យអាណិតអាសូរអំពើកុសលដោយវាចានេះប្រែទៅជាខ្លាំងឡើងហើយក៏បញ្ចេញខ្លួនវាមកជាអំពើដោយកាយមួយខ្ញុំជួយមនុស្សនេះដោយកាយខ្ញុំបានឲ្យអ្វីមួយដល់មនុស្សនេះជាអំពើកុសលដោយកាយមួយទោះជាកុសលក្តីជាអកុសលក្តីអំពើដោយវាចានិងអំពើដោយកាយគឺគ្រាន់តែជារូបបញ្ចាំងនៃអំពើដោយចិត្តតែប៉ុណ្ណោះនេះជាការសម្រេចរបស់បុគ្គលត្រាស់ដឹងចិត្តសំខាន់ជាងគេបង្អស់អ្វីៗទាំងអស់ចាប់ផ្ដើមឡើងនៅក្នុងចិត្តនៅមុខអ្វីទាំងអស់ព្រះអង្គបានសម្ដែងអំពីការពិសោធន៍ផ្ទាល់របស់ព្រះអង្គនៅពេលដែលទ្រង់មានព្រះពុទ្ធដីកាថាមនោពបង្កមធម្មមនោសេដ្ឋាមនោមយមនោពបង្កមធម្មចិត្តនៅមុខអ្វីទាំងអស់មនោសេដ្ឋាហើយដូច្នេះចិត្តសំខាន់ជាងគេបង្អស់ចិត្តមានសារៈសំខាន់លើសលប់គេមនោមយាអ្វីដែលអ្នកពិសោធន៍ឃើញនៅក្នុងជីវិតគឺមានអ្វីក្រៅពីផលិតផលនៃចិត្តរបស់អ្នកផ្ទាល់ឡើយមនោមយាមនស្សចេបดุថេនេភាសតិវាករុតិវាបើអ្នកធ្វើអំពើណាមួយដោយកាយឬដោយវាចាដោយមានចិត្តអកុសលចិត្តមិនបរិសុទ្ធចិត្តសៅមងជាមូលដ្ឋាននោះតតូនឹងឌុក្ខមនវេទីចកង្វេវតុបដង្ទុកនឹងចេះតែដើរតាមអ្នកដូចជាកង់រទេះវិលតាមសេះដែលទឹមនឹងរទេះសេះនេះទោះរទេះទៅទីណាក្តីទោះសេះទៅទីណាក្តីកង់ចេះតែវិលតាមរហូតដោយមកពីមូលដ្ឋានមិនល្អទុកចេះតែដើរតាមអ្នករហូតដូចគ្នានេះដែរមនស្សចេបសន្នេនេភាសតិវាករុតិវាបើអ្នកធ្វើអំពើណាមួយដោយវាចាឬដោយកាយដោយមានចិត្តបរិសុទ្ធចិត្តកុសលជាមូលដ្ឋាននោះតតូនឹងសុខមនវេទីឆាយាវេយនបាយនិសុភមង្គលទាំងអស់ចេះតែដើរតាមអ្នកបីដូចជាស្រមោលរបស់អ្នកផ្ទាល់ដូច្នេះដែរទោះបីអ្នកទៅទីណាក៏ដោយស្រមោលអ្នកមាននៅទីនោះនេះជាច្បាប់ធម្មជាតិមូលដ្ឋានចិត្តមានសារៈសំខាន់ជាងគេបំផុតគឺមូលដ្ឋានចិត្តនេះហើយដែលធ្វើឲ្យអ្នកប្រព្រឹត្តអំពើអ្វីមួយជាដំបូងរួចហើយទើបអំពើនោះបញ្ចេញមកតាមវាចានិងតាមកាយលទ្ធផលនិងផ្លែផ្កាដែលអ្នកបានទទួលជាផ្លែផ្កានៃអំពើដោយចិត្តរបស់អ្នកគឺចេតនានៃចិត្តរបស់អ្នកមិនមែនអំពើដោយកាយឬដោយវាចាទេឧទាហរណ៍មួយមានមនុស្សម្នាក់មានប្រាក់កាសយ៉ាងច្រើនមានគ្រឿងអលង្ការធ្វើដំណើរម្នាក់ឯងនៅក្នុងព្រៃចៅម្នាក់បានដើរពីទិសម្ខាងវាឃើញមនុស្សនេះមានប្រាក់ច្រើនហើយវាក៏ចង់បានប្រាក់កាសនេះអ្នកដំណើរមិនចង់បាត់ប្រាក់ហើយក៏ប្រកែកដោយកំហឹងចៅទាញកំបិតចេញមកហើយក៏ចាក់ពោះអ្នកដំណើរនោះស្លាប់ទៅនេះជាឧបទ្ទហេតុមួយឧទាហរណ៍មួយទៀតមនុស្សម្នាក់មានជំងឺរលាកក្រពះនាំឲ្យមានការឈឺចាប់ជាខ្លាំងគេបានព្យាបាលតាមរបៀបផ្សេងតែមិនបានជាសះស្បើយសោះពេលនោះក៏មានគ្រូពេទ្យវះកាត់ម្នាក់និយាយថាបើខ្ញុំវះហើយយកដំបៅនេះចេញអ្នកប្រហែលជានឹងបានធូរស្បើយហើយបាត់ឈឺទៀតផងបាទលោកគ្រូសូមអញ្ជើញវះចុះ
គេក៏យកមនុស្សនេះទៅឲ្យដេកនៅលើក្រែក្នុងបន្ទប់វះកាត់គ្រូពេទ្យទាញកាំបិតមួយចេញមកហើយក៏វះពោះអ្នកជំងឺពេលនោះអ្នកជំងឺក៏ស្លាប់ទៅគ្រូពេទ្យនិងចៅទាំងពីរនាក់នេះបានប្រព្រឹត្តអំពើដោយកាយដូចគ្នាគេបានទាញកាំបិតរបស់គេរៀងខ្លួនចេញមកហើយក៏ចាក់ទៅក្នុងពោះមនុស្សម្នាក់ហើយបណ្ដាលឲ្យមនុស្សនេះស្លាប់ទៅឥឡូវនេះតើធម្មជាតិនឹងផ្ដល់លទ្ធផលដូចគ្នាឲ្យមនុស្សទាំងពីរនាក់នេះឬយ៉ាងដូចម្តេចទេមិនមែនដូច្នេះទេចេតនារបស់ចិត្តជាការសំខាន់ចេតនានៃចិត្តរបស់ចៅជាចេតនាអាក្រក់ចេតនានៃចិត្តរបស់លោកគ្រូពេទ្យជាចេតនាល្អធម្មជាតិវិនិច្ឆ័យទៅតាមហេតុផលទៅតាមចេតនារបស់ចិត្តហើយផ្លែផ្កាដែលចេញមកគឺស្របទៅតាមចេតនានេះឯងមូលដ្ឋានចិត្តសំខាន់ណាស់ចេតនារបស់ចិត្តសំខាន់ជាងអំពើដោយកាយឬដោយវាចាយើងត្រូវតែវិនិច្ឆ័យទៅតាមទឹកចិត្តនិងតាមចេតនារបស់ចិត្តដើម្បីគោលដៅនេះគេត្រូវតែយល់អំពីចិត្តនិងរបៀបធ្វើការរបស់ចិត្តនេះវិបស្សនានឹងជួយអ្នកចូលយល់ថាបច្ចេកទេសទាំងមូលគឺបែងចែកបំបែកភាគលំអិតកំទេចជាភាពតូចរំលាយរចនាសម្ព័ន្ធកាយទាំងស្រុងអ្នកមិនចាំបាច់ធ្វើអ្វីទេអ្នកគ្រាន់តែពិនិត្យមើលតែប៉ុណ្ណោះធម្មជាតិនឹងចាប់ផ្ដើមបែងចែកបំបែកភាគលំអិតកំទេចជាភាគតូចជាដំបូងអ្នកជួបប្រទះនឹងការពិសោធន៍ក្រោធក្រៀតកករឹងខ្លាំងក្លានៅលើកាយរួចហើយវាតាំងចាប់ផ្ដើមរំលាយធាតុអស់ជាបន្តបន្ទាប់គ្នាអ្នកទៅដល់ដំណាក់ដែលគ្មានអ្វីក្រៅពីដំណើរហូរស្រោចនៃភាពញ័រល្អិតសុខុមពីដំណើរហូរស្រោចនៃថាមពលល្អិតសុខុមឡើយដោយគ្នានេះដែរចិត្តត្រូវបានបែងចែកជាភាគលំអិតកំទេចជាភាគតូចបុគ្គលដែលបានត្រាស់ដឹងពេញបរិបូរណ៍ពិនិត្យមើលរចនាសម្ព័ន្ធចិត្តនិងកាយទាំងស្រុងដោយបានបែងចែកបំបែកភាគលំអិតកំទេចរចនាសម្ព័ន្ធកាយទាំងស្រុងព្រះអង្គបានទៅដល់ដំណាក់ដែលមានតែជនភាគអដ្ឋបរមាណូយ៉ាងល្អិតបំផុតដែលលោកហៅថាអដ្ឋកលបៈគឺវត្ថុ8រួមគ្នាដែលមិនអាចបំបែកតទៅទៀតបានរីឯចិត្តវិញក៏ដូចគ្នាដែរដោយបែងចែកបំបែកភាគតទៅគេត្រូវបានទៅដល់ដំណាក់មួយដែលគេឃើញមានចិត្ត121យ៉ាងនិងធម៌52យ៉ាងដែលគេហៅថាចេតសិកចិត្តនីមួយកើតឡើងជាមួយនឹងចេតសិកណាមួយនៅដំណាក់នេះពេលដែលអ្នកទើបនឹងបានចាប់ផ្ដើមបប្រតិបត្តិវិបស្សនាជាន់ដំបូងវាគ្មានប្រយោជន៍អ្វីនឹងចងចាំចិត្តទាំង121និងចេតសិកទាំង52នេះទេឥឡូវយើងនិយាយអំពីខណ្ឌសំខាន់4របស់ចិត្តអ្នកអាចយល់អំពីខណ្ឌ4នេះនិងរបៀបធ្វើការរបស់វាអ្នកនឹងពិសោធន៍ឃើញខណ្ឌទាំង4នេះនឹងបានជាជំនួយមួយយ៉ាងសំខាន់ខណ្ឌទាំង4របស់ចិត្តគឺខណ្ឌទី1តាមភាសានាសម័យនោះតាមព្រះពុទ្ធដីកាគេហៅថាវិញ្ញាណកិច្ចការរបស់ខណ្ឌទី1នៃចិត្តនេះគឺការដឹងទិវាវិញ្ញាណទាំង6ដែលយើងមានភ្នែកត្រចៀកច្រមុះអណ្ដាតកាយនិងចិត្តមានវិញ្ញាណ6ផ្សេងដោយឡែកពីគ្នាមានការដឹង6ផ្សេងអំពីគ្នាចក្ខុវិញ្ញាណអាស្រ័យនឹងភ្នែកសោតវិញ្ញាណអាស្រ័យនឹងត្រចៀកឃានវិញ្ញាណអាស្រ័យនឹងច្រមុះជីវហាវិញ្ញាណអាស្រ័យនឹងអណ្ដាតកាយវិញ្ញាណអាស្រ័យនឹងកាយនិងមនោវិញ្ញាណអាស្រ័យនឹងចិត្តត្រូវជាវិញ្ញាណ6របស់អ្វីមួយចូលមកប៉ះទ្វាវិញ្ញាណណាមួយរៀងរូវទ្រង់ទ្រាយពណ៌សម្បុរពន្លឺអ្វីមួយចូលមកប៉ះនឹងភ្នែកហើយចក្ខុវិញ្ញាណក៏កើតមានឡើងសំឡេងចូលមកប៉ះនឹងទ្វាវិញ្ញាណត្រចៀកហើយសោតវិញ្ញាណក៏កើតឡើងក្លិនមួយចូលមកប៉ះនឹងច្រមុះហើយឃានវិញ្ញាណក៏កើតឡើងរសជាតិមួយចូលមកប៉ះនឹងអណ្ដាតជីវហាវិញ្ញាណក៏កើតឡើងរបស់អាចប៉ះពាល់ស្ទាបបានមួយចូលមកប៉ះនឹងកាយវិញ្ញាណក៏កើតឡើងគំនិតមួយការរំជួលចិត្តមួយចូលមកប៉ះនឹងចិត្តហើយមនោវិញ្ញាណក៏កើតឡើងកិច្ចការរបស់វិញ្ញាណទាំង6នេះគឺដឹងថាអ្វីមួយបានកើតឡើងហើយសោតវិញ្ញាណសំឡេងមួយបានចូលមកប៉ះនឹងត្រចៀកសោតវិញ្ញាណក៏កើតឡើងមើលចុះមានអ្វីមួយកើតឡើងហើយភ្លាមនោះខណ្ឌមួយទៀតរបស់ចិត្តក៏កើតឡើងតាមភាសានៃសម័យនោះគេហៅថាសញ្ញា
កិច្ចការរបស់វាគឺទទួលស្គាល់សំឡេងមួយចូលមកប៉ះនឹងត្រចៀកខណ្ឌទី1និយាយថាអ្វីមួយកើតឡើងហើយនៅទ្វារត្រចៀកអស់តែប៉ុណ្ណេះខណ្ឌទី2សាកល្បងសង្កេតឲ្យស្គាល់ថាតើអ្វីមួយកើតឡើងអោពាក្យសម្ដីតើជាពាក្យសម្ដីយ៉ាងដូចម្ដេចជាពាក្យជេរឬក៏ជាពាក្យសរសើរវាទទួលស្គាល់ដោយមកពីការពិសោធន៍ទាំងអស់ពីអតីតកាលដោយមកពីធាតុលោកីទាំងអស់ពីអតីតកាលដោយមកពីការចងចាំទាំងអស់ពីអតីតកាលវាទទួលស្គាល់ហើយវាមិនគ្រាន់តែទទួលស្គាល់ទេវាឲ្យតម្លៃថែមទៀតផងពាក្យជេរអោអាក្រក់ណាស់ពាក្យសរសើរអស្ចារ្យណាស់គ្រាន់តែខណ្ឌទី2នេះបានបំពេញកិច្ចការរបស់ខ្លួនភ្លាមខណ្ឌទី3ក៏ចាប់ផ្ដើមឡើងភ្លាមដែរតាមភាសានាសម័យនោះគេហៅថាវេទនាការសោយអារម្មណ៍ដោយពិសោធន៍ឃើញវេទនានៅលើកាយកាលណាការឲ្យតម្លៃថាពាក្យសរសើរទាំងនេះល្អអស្ចារ្យណាស់បានធ្វើរួចហើយភ្លាមអ្នកនឹងពិសោធន៍ឃើញថាមានដំណើរហូរស្រោចនៃភាពញ័រញាល់ល្អិតសុខុមជាទីរីករាយពន់ពេកនៅលើកាយនៅសពសរពាង្គកាយមានដំណើរហូរស្រោចនៃភាពញ័រញាល់ជាទីរីករាយពីព្រោះមានការឲ្យតម្លៃថាពាក្យទាំងនេះជាពាក្យល្អណាស់បើពាក្យជេរនោះជាការឲ្យតម្លៃថាអាក្រក់ណាស់ហើយអ្នកនឹងពិសោធន៍ឃើញថាមានដំណើរហូរស្រោចនៃវេទនាជាទីមិនរីករាយនៅលើកាយខណ្ឌទី3របស់ចិត្តពិសោធន៍ឃើញវេទនានៅលើកាយជាសុខឬជាទុក្ខរួចហើយភ្លាមនោះខណ្ឌទី4របស់ចិត្តក៏កើតមានឡើងតាមភាសានាសម័យនោះគេហៅថាសង្ខារកិច្ចការរបស់វាគឺធ្វើប្រតិកម្មសូមខំចាំពាក្យនេះទុកខ្ញុំនឹងប្រើពាក្យនេះជាញឹកញយណាស់ក្នុងរយៈពេល6ថ្ងៃខាងមុខនេះសង្ខារតាមការពិតវាជាការប្រាប់ហេតុផលរបស់ចិត្តវាជាប្រតិកម្មរបស់ចិត្តគឺជាគំនរនៃអំពើខណ្ឌទី1ការដឹងខណ្ឌទី2ការស្គាល់ខណ្ឌទី3ការសោយអារម្មណ៍មិនមែនជាអំពើទេវាមិនមែនជាផ្លែផ្កាណាមួយទេប៉ុន្តែសង្ខារប្រតិកម្មនេះហើយជាអំពើមួយនេះហើយដែលឲ្យផ្លែផ្កាដោយមកពីអ្នកចេះតែទន្ទិញពាក្យដដែលពាក្យសរសើរវេទនាជាសុខហើយខណ្ឌនៃចិត្តនេះចេះតែទន្ទិញដដែលថាខ្ញុំចង់បានវាថែមទៀតចេះតែលោភលន់ចង់បានចេះតែប្រកាន់ជាប់រហូតមិនដាច់ពាក្យជេរវេទនាជាទុក្ខខណ្ឌរបស់ចិត្តនេះធ្វើប្រតិកម្មជាការស្អប់ខ្ពើមជាទោសៈខ្ញុំមិនចូលចិត្តវាទេខ្ញុំចង់គេចចេញពីវាការស្អប់ខ្ពើមមានជាប់ជានិច្ចមានមិនដាច់សង្ខារជាចេតនារបស់ចិត្តបណ្ដាលឲ្យទៅជាអំពើដោយចិត្តដែលនឹងឲ្យផ្លែផ្កាតើសង្ខាររបស់អ្នកជំរឿប៉ុណ្ណាតើក្របពូជវាខ្លាំងយ៉ាងណាតើគុណភាពរបស់សង្ខារវាយ៉ាងដូចម្ដេចផ្លែផ្កាបែបនេះនឹងកើតមានឡើងមានសង្ខារ3យ៉ាងយើងចិត្តតែបង្កើតសង្ខារទាំង3យ៉ាងនេះដោយទុកសង្ខារកុសលនិងសង្ខារអកុសលមួយលើសិនសង្ខារមាន3យ៉ាងសង្ខារទី1គឺដូចជាគំនូសដែលគេគូសនៅលើទឹកនៅពេលដែលអ្នកគូសវារួចវាក៏រលប់បាត់ទៅវិញដែរសង្ខារទី2គឺដូចជាគំនូសនៅលើដីខ្សាច់មាត់សមុទ្រអ្នកគូសនៅពេលព្រឹកវាក៏រលប់បាត់ទៅវិញនៅពេលល្ងាចសង្ខារទី3គឺដូចជាចម្លាក់នៅលើថ្មដែលគេឆ្លាក់ដោយពន្លាកនិងញញួរគឺជាចម្លាក់ជ្រៅណាស់គេត្រូវប្រើពេលច្រើនឆ្នាំទើបវារលប់បាត់ទៅវិញសង្ខារទី3នេះមានគ្រោះថ្នាក់ធំណាស់គឺសង្ខារបែបនេះហើយដែលយើងចិត្តតែបង្កើតឡើងកាលណាយើងចិត្តតែមានកំហឹងដដែលមានទោសៈមានតណ្ហាមានការភ័យខ្លាចមានការព្រួយបារម្ភមានការអស់សង្ឃឹមដដែលយើងចិត្តតែមានកិលេសទាំងអស់នេះដដែលវាចូលកាន់តែជ្រៅទៅហើយវាឲ្យលទ្ធផលក៏កាន់តែជ្រៅឡើងដែរវានឹងឲ្យទុកខ្លាំងជាងសង្ខារ2ខាងដើមច្រើនណាស់ដំណើរប្រព្រឹត្តទៅរបស់ចិត្តខណ្ឌទាំង4របស់ចិត្តការប្រស្រ័យតាក់ទងរវាងខណ្ឌទាំង4នេះជាមួយនឹងកាយអធិពលអន្តរកម្មទៅវិញទៅមករវាងចិត្តនិងកាយរបស់ទាំងនេះអ្នកនឹងយល់វាបានកាន់តែច្បាស់ឡើងថែមទៀតកាលណាអ្នកបដិបត្តិវិបស្សនារបៀបដែលចេះតែមានអធិពលលើគ្នាទៅវិញទៅមករបៀបដែលសង្ខារមួយមានអធិពលទៅលើសង្ខារមួយទៀត
របៀបដែលសង្ខារដែលខ្ញុំកំពុងតែបង្កបង្កើតនេះប្រែទៅជាជ្រៅឡើងរបៀបដែលសង្ខារមិនចូលទៅជ្រៅហើយខ្ញុំនឹងបានចេញផុតពីទុក្ខរបស់ខ្ញុំផងបើកាលណាខ្ញុំកាន់តែវៀងវៃកាន់តែប្រុងប្រយ័ត្នកាន់តែមានសតិដឹងការនេះនឹងប្រែទៅជាច្បាស់ឡើងពេញមួយថ្ងៃអ្នកបានបង្កបង្កើតសង្ខារយ៉ាងច្រើនជាបន្តបន្ទាប់គ្នាគ្រប់ពេលដែលមានអ្វីមួយកើតឡើងនៅទីជម្រៅខាងក្នុងមានវេទនាខ្លះហើយអ្នកធ្វើប្រតិកម្មអ្នកធ្វើតែរបៀបនេះគ្រប់វេលាពេលយប់អ្នកចូលទៅសម្រានហើយខំសាកល្បងនឹកមើលតើមានសង្ខារប៉ុន្មានដែលអ្នកបានបង្កបង្កើតពេញមួយថ្ងៃសង្ខារច្រើនឥតគណនាអ្នកមិនអាចនឹកឃើញទាំងអស់បានទេអ្នកនឹកឃើញតែមួយឬពីរប៉ុណ្ណោះដែលបានធ្វើឲ្យអ្នកមានការចាប់អារម្មណ៍ជាខ្លាំងនៅចុងខែអ្នកសាកល្បងខំនឹកអំពីសង្ខារជ្រៅទាំងអស់នេះមួយថ្ងៃមានសង្ខារ2ឬ3នៅចុងខែមានតែសង្ខារ1ឬ2ជាថ្មីទៀតដែលជ្រៅជាងគេក្នុងរយៈពេលពេញមួយខែនៅចុងឆ្នាំក៏ដូចគ្នាដែរសង្ខារ1ឬ2ប៉ុណ្ណោះដែលជ្រៅជាងគេក្នុងរយៈពេលពេញមួយឆ្នាំដូចគ្នានេះដែរនៅពេលអស់អាយុជីវិតទោះបីចង់ក្តីមិនចង់ក្តីសង្ខារជ្រៅខ្លះនឹងឡើងមកផ្ទៃខាងលើចិត្តទី1នៃជីវិតបន្ទាប់ជាកូនរបស់ចិត្តចុងក្រោយនៃជីវិតនេះឪពុកនិងកូនដូចតែគ្នាវានឹងយកមកជាមួយនៅលក្ខណៈទាំងអស់ទាំងល្អទាំងអាក្រក់បើចិត្តចុងក្រោយនេះពោពេញទៅដោយដុំគ្រោះនិងដុំថ្មនោះចិត្តជាបន្ទាប់មានន័យថាចិត្តទី1នៃជីវិតបន្ទាប់ក៏ពោពេញទៅដោយដុំគ្រោះនិងដុំថ្មដែរមានតែទុក្ខគ្មានអ្វីក្រៅពីទុក្ខឡើយហើយបើចិត្តចុងក្រោយនៃជីវិតនេះពោពេញទៅដោយខ្លាញ់ដែលមានភាពស្រាលនោះចិត្តបន្ទាប់ក៏ពោពេញទៅដោយខ្លាញ់ដែរវាជាផលិតផលរបស់ចិត្តចុងក្រោយចិត្តចុងក្រោយមានសារៈសំខាន់ណាស់នេះមានន័យថាគេត្រូវទៅរៀនរបៀបស្លាប់ដោយញញឹមគឺរបៀបនេះហើយដែលវិបស្សនានឹងបង្រៀនអ្នកពិតមែនហើយមនុស្សត្រូវតែស្លាប់ទោះបីអ្នកចម្រើនវិបស្សនាក៏ត្រូវតែស្លាប់ដូចគ្នាដែរប៉ុន្តែយើងបានសង្កេតឃើញថាអ្នកដែលបានតាំងស៊ុបក្នុងវិបស្សនាទោះបីតែបន្តិចបន្តួចក៏ដោយកាលណាអ្នកចម្រើនវិបស្សនាទាំងនោះស្លាប់គ្មាននរណាម្នាក់ស្លាប់ដោយមិនដឹងខ្លួននោះទេគ្មាននរណាម្នាក់ស្លាប់ដោយយំសោកឬដោយភ័យខ្លាចនោះទេគ្រប់គ្នាបានស្លាប់ដោយដឹងខ្លួននិងដោយញញឹមអ្នកពិនិត្យមើលហេតុអីក៏យំនេះជាការឡើងសាក់មិនមែនជាការចុះសាក់ទេអ្នកចម្រើនវិបស្សនាចេះរបៀបស្លាប់ហើយរបៀបស្លាប់នឹងបានល្អឥតខ្ចោះលុះត្រាតែគេចេះរបៀបរស់នៅបើអ្នកចេះតែយំអស់មួយជីវិតរួចហើយអ្នកចង់ញញឹមនៅពេលស្លាប់នោះវាមិនអាចនឹងធ្វើទៅបានទេហេតុនេះអ្នកត្រូវតែរៀនរបៀបញញឹមអស់មួយជីវិតរបៀបរស់នៅនឹងប្រែទៅជារបៀបស្លាប់សិលសាស្ត្រនៃការរស់នៅនេះហើយដែលអ្នកកំពុងតែរៀននៅពេលឥឡូវនេះអ្វីដែលកើតឡើងនៅខាងក្រៅបង្កើតវេទនាមួយនៅខាងក្នុងខណ្ឌទី1នឹងដឹងថាមានអ្វីមួយកើតឡើងខណ្ឌទី2នឹងចាប់ផ្ដើមឲ្យតម្លៃហើយការឲ្យតម្លៃនេះនឹងប្រែទៅជាវេទនាជាសុខឬជាទុក្ខបើអ្នកបង្ហាត់វឹកវើចិត្តមិនឲ្យប្រែប្រួលទៅតាមវេទនាជាសុខឬជាទុក្ខទាំងអស់នេះបាននោះអ្នកកំពុងតែផ្លាស់ប្ដូរផ្នត់ទម្លាប់ចិត្តនៅទីជម្រៅយ៉ាងជ្រៅបំផុតហើយទោះបីអ្នកធ្វើប្រតិកម្មក៏ដោយក៏សង្ខារមិនមែនជាសង្ខារជ្រៅទេពីព្រោះអ្នកមិនធ្វើប្រតិកម្មដដែលទៀតទេអ្នកនឹងឆាប់បានដឹងខ្លួនពិតមែនហើយឥឡូវនេះវាគ្រាន់តែជាការចាប់ផ្ដើមមួយតែប៉ុណ្ណោះក្នុងរយៈពេល1ម៉ោងពេលភាគច្រើនអ្នកចិត្តតែបង្កើតសង្ខារនេះដដែលឈឺចុកចាប់ខ្លាំងណាស់តើការចម្រើនកម្មដ្ឋាននេះវាយ៉ាងណាឈឺចុកចាប់ខ្លាំងណាស់ខ្ញុំមិនចូលចិត្តការឈឺចុកចាប់នេះទេអ្នកចេះតែធ្វើប្រតិកម្មដដែលទម្លាប់ចាស់នៅតែមានប៉ុន្តែមានពេលខ្លះអ្នកគិតថាមិនអីទេខ្ញុំចាំមើលតើពេលណាទើបវាបាត់ទៅវិញបើខ្ញុំមិនធ្វើប្រតិកម្មទេខ្ញុំមិនបង្កើតសង្ខារទោសៈទេខ្ញុំគ្រាន់តែពិនិត្យមើលតែប៉ុណ្ណោះរយៈពេលដ៏ខ្លីទាំងនេះជារយៈពេលយ៉ាងអស្ចារ្យកាលណាអ្នកគ្រាន់តែពិនិត្យមើលក្បាលអ្នកនឹងងើបផុតពីទឹករួចហើយអ្នកក៏តាំងធ្វើប្រតិកម្មជាថ្មីទៀតក្បាលអ្នកក៏លិចចុះទៅក្នុងទឹកហើយអ្នកមិនដឹងថាអ្នករសាត់ទៅទីណាទេ
ក្រោយបន្តិចមកទៀតក្បាលអ្នកងើបផុតពីទឹកជាថ្មីទៀតរយៈពេលយ៉ាងខ្លីដែលអ្នកនៅផុតពីទឹកនេះជារយៈពេលអស្ចារ្យណាស់រយៈពេលខ្លី 2-3 ខណៈនេះនឹងប្រែទៅជា 2-3 វិនាទីហើយរយៈពេល 2-3 វិនាទីនឹងប្រែទៅជា 2-3 នាទីតាមរបៀបនេះបន្តិចម្ដងអ្នកផ្លាស់ប្ដូរផ្នត់ទម្លាប់ចិត្តអ្នកត្រូវតែបានចេញផុតពីទុក្ខពេលណាអ្នកធ្វើប្រតិកម្មហើយចេះតែធ្វើប្រតិកម្មអស់រយៈពេលយូរជាងមុនអ្នកនឹងសង្កេតឃើញថាអ្នកលិចលង់ក្នុងទុក្ខតែប៉ុណ្ណោះចូលចេញឲ្យផុតពីទុក្ខមានបច្ចេកទេសអស្ចារ្យមួយនៅទីនេះហើយអ្នកចូលមកទីនេះដើម្បីនឹងបដិបត្តិដើម្បីធ្វើការតាមបច្ចេកទេស6ថ្ងៃដែលនៅសល់ជាថ្ងៃអស្ចារ្យណាស់ចូលខំសាកល្បងឲ្យបានតាំងសុបនៅក្នុងបច្ចេកទេសតាមការដែលអ្នកអាចធ្វើទៅបានហើយយកបច្ចេកទេសនេះទៅប្រើប្រាស់អស់មួយជីវិត6ថ្ងៃដែលនៅសល់ជាថ្ងៃដែលមានតម្លៃណាស់ចំពោះអ្នកចូលប្រើឱកាសនេះឲ្យបានយ៉ាងប្រសើរជាទីបំផុតចូលប្រើការផ្គត់ផ្គង់ដែលអ្នកបានទទួលនៅទីនេះឲ្យបានយ៉ាងប្រសើរជាទីបំផុតចូលប្រើប្រាស់ព្រះធម៌អស្ចារ្យបច្ចេកទេសអស្ចារ្យឲ្យបានយ៉ាងប្រសើរជាទីបំផុតដើម្បីរំដោះខ្លួនចេញផុតពីទុក្ខពីសេចក្តីល្ងង់ខ្លៅទាំងអស់ដែលចេះតែបង្កបង្កើតសង្ខារមួយហើយមួយទៀតជាបន្តបន្ទាប់គ្នាចូលចេញឲ្យផុតពីចំណងនេះសូមឲ្យបានរួចរដោះហើយក្រេបជញ្ជក់សន្តិភាពពិតប្រាកដសុខដុមរមនាពិតប្រាកដសុភមង្គលពិតប្រាកដBhavad Sarva Mangalam Bhavad Sarva Mangalamចូលសម្រាកប្រហែល5នាទីចូលសម្រាកប្រហែល5នាទីរួចហើយចូលចាប់ផ្ដើមតទៅទៀត